ជំរាបសួរប្រិយមិត្តនៅក្នុង Facebook ទាំងអស់ជាទីគោរពស្វាគមន៍ក៏វិលមកជួបគ្នាជាថ្មីនៅក្នុងកម្មវិធីផ្សាយផ្ទាល់របស់ខ្ញុំនៅថ្ងៃអាទិត្យម៉ោង 9 យប់ស្វាគមន៍ប្រិយមិត្តដែលនាំមុខគេគឺឆៃយ៉ាស្រមោចក្រហមស៊ីនឌីជីវិតស្រុកគេសុកសែមគួពូឡែនកំឡោះស្នេហ៍និងប្រិយមិត្តជាច្រើនរូបដទៃទៀតដែលកំពុងតាមដានទស្សនាការផ្សាយផ្ទាល់របស់ខ្ញុំនារាត្រីនេះមានកណ្ឌនិថាហងធួងណារិតនិងជាបូណានីសេងខ្ញុំសូមបង្ហាញនៅរបៀបរយៈទី1គឺការបង្ហាញប្រធានបទនិងគ្រឿងក្លែមគុណសាមទី2បកស្រាយទី3ផ្សេងប្រធានបទថ្ងៃនេះមាន2កំពុងតែតនសភាពការបូរីអូនប៉ុន្តែមុននឹងឈានចូលទៅដល់ការបង្ហាញនៅប្រធានបទទាំងពីរប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតមានប្រពន្ធល្អមកជារក្សាទូរទស្សន៍សនតារាទៅដល់ទីណាការផ្លាស់ប្ដូរផ្នត់កំណត់ទៅដល់ទីនោះស្ដាប់សនតារាកើនបញ្ញាពិតទូរទស្សន៍សនតារាស្រាត់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់កំណត់ប្រធានបទទី1ជាស្ថានភាពបច្ចុប្បន្ននេះសន្តិកិច្ចព្រមព្រៀងសន្តិភាពបាត់ដំបងបណ្ដោចិត្តឬសន្តិភាពបាត់ដីបើយោងតាមអេងឆៃអៀងលាភូមិព្រៃច័ន្ទលាភូមិជោគជ័យឈឹមផ្សិតលាដីព្រៃច័ន្ទនេះបើតាមអត្ថបទរបស់សំអានចឹងថ្ងៃនេះខ្ញុំលើកយកនៅអត្ថបទ2របស់លោកអេងឆៃអៀងនិងលោកសំអាននរិទ្ធខុតយើងចាំមើលទាំងអស់គ្នាប្រធានបទទី2សម្ដេចផ្សាយឬណូតែមិនផ្សាយអ្វីឥឡូវនេះកំដេចផេករបស់សម្ដេចកំពុងតែផ្សាយតែមិនផ្សាយប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សនតារាស្រាច់ខោជន់ផ្ដាច់ការហុចសរនផ្លាស់ប្ដូរផ្នត់គំនិតមានគ្រឿងក្លែងមួយដែលជាសំណូមពរទទូចរបស់បងប្អូនតាំងពី2-3ថ្ងៃមុនបុរាទេពតាំងពីកាលពីថ្ងៃសុក្រណាតាំងពីថ្ងៃពុធសំទុះសង្លីថ្ងៃពុធប្រហោះសុខហ៊ុនត្រាតហើយកាលពីម្សិលមិញខ្ញុំមិនបានធ្វើការផ្សាយផ្ទាល់ដោយសារតែទុកឲ្យបងប្អូនយើងយកចិត្តទុកដាក់គង់សុខាតាមដានវិទ្យព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយនៃការបង្កើតរដ្ឋាភិបាលក្រៅប្រទេសឡាយលីណាដែលដឹកនាំដោយលោកប្រធានសំរងស៊ីនៅទីក្រុងប៉ារីអញ្ចឹងបានជាម្សិលមិញនេះបាត់ការផ្សាយផ្ទាល់របស់ខ្ញុំហើយបងប្អូនអាចទៅតាមដានវិឆ័យផ្សេងនៅកម្មវិធីប្រកាសជាផ្លូវការនៃការបង្កើតរដ្ឋាភិបាលក្រៅប្រទេសអាហ្នឹងវាសំខាន់ជាងហើយអញ្ចឹងបានជាកាលពីម្សិលមិញគ្មានហើយថ្ងៃនេះខ្ញុំក៏បានលើកយកចំណុចដែលបងប្អូនសំណូមពរឲ្យលើកជាប្រធានបទឬក៏ជាសំណួរនេះមកនិយាយរឿងពហិការទេពហិការប៉ុន្តែថ្មីលោកសុភិដោយសារតែពេលនេះគឺបងប្អូនយើងសួរចំឈ្មោះបុគ្គល2នាក់គឺសានសុជានិងឡាវរ៉ៃយ៉ាមីស្ទ័ររតនាសាមឌីធូអញ្ចឹងខ្ញុំក៏ត្រូវតែលើកយកមកធ្វើគ្រឿងក្លែមថ្មីដែររស់សុភ័ណ្ឌខ្ញុំមិនដឹងថាតើលោកសានសុជាបាននិយាយពីពេលណាថ្មីនេះឬក៏វីដេអូចាស់យ៉ាងណាទេតែទោះជាថ្មីឬក៏ចាស់ទស្សនៈខ្មែរអ៊ុនតាវានៅតែហោះនៅលើបណ្ដាញសង្គមដដែលពាក់ព័ន្ធជាមួយនឹងពហិការទំនិញរបស់ថៃ PTT ក្នុងវីដេអូដែលបងប្អូនគាត់ផ្ញើមកខ្ញុំនោះអូនីកានិងអត្ថបទជាច្រើនដែលគេបង្ហោះអំពីសានសុជានោះគឺមានអត្ថន័យថាគាត់នៅតែប្រើចូលចាក់សាំងនិងទិញតំណែងនៅ PTT ដដែលព្រោះវាមិនមែនជាតំណែងរបស់ថៃទេវាគឺជាតំណែងដែលខ្មែរទិញឲ្យលុយថៃហើយដូច្នេះវាជារបស់ខ្មែរចង់អ្នកណាជេរអីក៏បានដែរហើយនឹងអត្ថបទមានប្រិយមិត្តខ្លះ
គាត់លើកយកមុំសម្បូរប្រៀបធៀបជាមួយនឹងលើរ៉ៃយ៉ាជាមហាសទ្ធិលេដែលនិយាយដូចគ្នាថាខ្ញុំណារំដាប់កនៅតែប្រើទំនិញថៃដដែលទោះជាមានអ្នកពាក់ឯកាក៏ដោយពីព្រោះគាត់លោកលេអត់មានយកមកពីម៉ាឡេស៊ីឬក៏ហ្វីលីពីនទេភាគច្រើនយកមកពីថៃលំដាប់ទី1ពីយួនលំដាប់ទី2ប៉ុន្តែជាទូទៅអាចណាស់សារ៉ាមេតជើងយកមកពីថៃច្រើនជាងដូច្នេះវាជាមុខរបររបស់គាត់ត្រូវបានគេចាត់ដាក់គុកមិត្តណានអញ្ចឹងសួរថាតើលោកគ្រូយល់យ៉ាងដូចម្ដេចអញ្ចឹងខ្ញុំសូមលើកយកគ្រឿងក្លែមរឿងសានសុជានិងលើវរ៉ៃយ៉ានេះមកនិយាយបន្តិចជាកូនប្រធានបទតូចមួយគេហៅថាគ្រឿងក្លែមកូនកាត់ពីព្រោះប្រធានបទយើងថ្ងៃនេះមានតែនិយាយអំពីព្រំដែនទេសុខកៃលរិទ្ធស្ដេចកំណានណាឥឡូវចម្លើយរបស់ខ្ញុំបានមើលវីដេអូហើយក៏ដឹងរឿងច្បាស់នៅអត្ថបទវីដេអូរបស់លើវរ៉ៃយ៉ាខ្ញុំមុននឹងបញ្ចេញទស្សនៈខ្ញុំសូមឲ្យរដ្ឋាភិបាលឬក៏អាជ្ញាធរស្មោះត្រង់ដោះលែងលើវរ៉ៃយ៉ាពីព្រោះគាត់គ្មានកំហុសទេតាមផ្លូវច្បាប់ណាកុំយកមនុស្សទៅដាក់គុកចេះតែយកមនុស្សទៅដាក់គុកតែផ្ដេសតែផ្ដាស់ទៅតាមអារម្មណ៍សង្គមទៅតាមអារម្មណ៍របស់មេដឹកនាំយល់ឃើញថាយ៉ាងណាទៅកូនខ្មែរប្រូឆាយក៏ទៅធ្វើមកឆាវតាមនឹងទៅខ្ញុំសូមអំពាវនាវដល់អាជ្ញាធរសាជាថ្មីម្ដងទៀតឲ្យដោះលែងលើវរ៉ៃយ៉ាពីព្រោះគាត់គ្មានកំហុសអ្វីទាល់តែសោះហេតុអ្វីពីព្រោះយោងតាមច្បាប់អ៊ីសាន Enterprise យោងតាមខ្ញុំនិយាយផ្អែកទៅលើច្បាប់ទេពីព្រោះមនុស្សជាប់គុកក៏ដោយសារតែច្បាប់មនុស្សមិនជាប់គុកក៏ដោយសារតែច្បាប់គ្មានច្បាប់ឯណាដែលទៅចាប់លើវរ៉ៃយ៉ាយកទៅដាក់គុកណាវាគ្រាន់តែជាការបញ្ចេញមតិគ្រាន់តែថាគាត់និយាយផ្ទុយបច្ច្រាស់ក្នុងសភាពការពេលដែលប្រទេសកម្ពុជាកំពុងតែមានសង្គ្រាមជាមួយនឹងថៃប៉ុន្តែរឿងនេះគេអាចប្រមានបានគេអាចផាកពិន័យឧទាហរណ៍ថាគេអាចទៅមើលតំណែងរបស់គាត់ដកហូតតំណែងរបស់គាត់ផាកពិន័យមិនដល់ថ្នាក់យកមនុស្សទៅដាក់គុកទេបងប្អូនយកមនុស្សទៅដាក់គុកគឺរបបនេះសាហាវមែនទែនតែម្ដងសាហាវណាស់មែនទេអញ្ចឹងលើវរ៉ៃយ៉ាគាត់គ្មានកំហុសអីទេបើសម្រាប់ខ្ញុំក្នុងនាមជាមនុស្សធម៌មិនថាគាត់ជាគណៈបកណាឬអីខ្ញុំមិនបាច់និយាយមិនថាគាត់ស្រឡាញ់សូនតារាឬក៏ជាបចៅសូនតារាខ្ញុំអត់ខ្វល់ថាអ្នកណាស្រឡាញ់ឬជាបចៅខ្ញុំនេះខ្ញុំខ្វល់ទៅរឿងយុត្តិធម៌ទេរឿងអយុត្តិធម៌ខ្ញុំត្រូវតែលូកមាត់នៅក្នុងសង្គមដើម្បីឲ្យសង្គមណាបងតៃ FC មានយុត្តិធម៌តែប៉ុណ្ណឹងអញ្ចឹងហើយដល់មកខ្ញុំថាយោងតាមច្បាប់ពីព្រោះច្បាប់នៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជារបស់ប្រទេសកម្ពុជាណាពហិការគឺស្របច្បាប់គ្មានទោសសេរីបងប្អូនចាំត្រឡប់ទៅពាក្យនឹងវិញសុំមែនឆាំពហិការគឺស្របច្បាប់គ្មានទោសសេរីហានភេទស្របច្បាប់មានតែម៉េចច្បាប់គេអនុញ្ញាតមនុស្សពហិការតើពហិការអត់មានខុសច្បាប់ទេនៅក្នុងរដ្ឋសភានៅក្នុងព្រឹទ្ធសភានៅក្នុងរដ្ឋាភិបាលនៅក្នុងជីវិតជាក់ស្ដែងពហិការមានន័យថាការមិនរវីរវល់ជាមួយគ្មានទោសស្របច្បាប់ហើយគ្មានទោសជាសេរីគ្រាន់តែថាបើមនុស្សភ័ស្តុណាផាតដើរខុសទៅនឹងសភាពការអ្នកនោះពហិការណាប្រើប្រាស់របស់ចំពេលដែលសង្គមកំពុងតែពហិការអ្នកនោះខាតបង់ទ្រព្យសម្បត្តិខាតបង់កេរ្តិ៍ឈ្មោះចឹងទៅដល់ថ្នាក់យកមនុស្សទៅដាក់គុកគឺអត់ត្រូវមួយរឿងលើវរ៉ៃយ៉ាអញ្ចឹងមានអ្នកខ្លះគេចោទសួរឲ្យយើងទាញអានេះមកទៅជាមួយនឹងលោកសានសុជីវិញថាចុះបើសិនជាយោងតាមផ្លូវច្បាប់សុខាគង់ដែលលើវរ៉ៃយ៉ាជាប់គុកខ្លះគេថាសានសុជាក៏គួរតែជាប់គុកដែរពីព្រោះនិយាយដូចគ្នាទាំងអស់ហើយតែបានជាសានសុជាមិនជាប់ហើយលើវរ៉ៃយ៉ាជាប់ដូចតែគ្នាសោះហ្នឹងបើសម្រាប់ខ្ញុំលើវរ៉ៃយ៉ាក៏មិនត្រូវជាប់គុកហើយសានសុជាក៏អត់ត្រូវជាប់គុកដែរពីព្រោះជារឿងច្បាប់គឺបើយើងនិយាយទៅសំណាងម៉ូនីកាគ្មានច្បាប់ណាទៅចាប់អ្នកបញ្ចេញមតិរឿងពហិការដាក់គុកទេ
គាត់ថាបញ្ច្រាស់គេហៅថាបញ្ច្រាស់ជាមួយនឹងសង្គមសូរិយាស្រ័យសង្គមតេះដៀលប៉ុណ្្នឹងឯងសង្គមតេះដៀលអ្នកនឹងខាតប្រយោជន៍តែអ្នករស់ស៊ីទ្រព្យសម្បត្តិអ្នកនឹងត្រូវខាតខូចបង់ចឹងទៅមែនទេអត់មានអីត្រូវអីឡើយណាឡោះយកមនុស្សទៅដាក់ទោសទេចម្រើន Finland អានេះគឺជាទស្សនៈរបស់សូនតារាឥឡូវត្រឡប់មកបងប្អូនយើងត្រឡប់ថាលោកគ្រូចុះសានសជាគាត់និយាយអញ្ចឹងឃើញមានប្រតិកម្មរហូតដល់ហ៊ុនជាក្មួយហ៊ុនសែនហ្នឹងប្រតិកម្មខ្លាំងមិនដឹងជា account ពិតឬ account ខ្លាំងទេទៅបង្អាប់រហូតកាត់តដាក់ថាជាទឹកនោមឬក៏ជាចៃរបស់ថៃទៅទៀតឡាស្រីគាត់និយាយថាទំនិញខ្មែរបានទិញមកហើយនៅវាខ្លាយជារបស់ខ្មែរដូច្នេះគាត់អត់ខ្វល់ពីអ្នកណាជេរគាត់ទេពីព្រោះទោះជាយើងមិនទិញក៏ថៃមានលុយទិញគ្រាប់ដែរបងប្អូនមានទស្សនៈខ្មែរយើងមួយនិយាយថាចេះនរិនថតរូបនិយាយត្រូវតែមិនត្រូវនិយាយបាទនិយាយត្រូវតែមិនត្រូវនិយាយគឺមានន័យថានិយាយខុសកាលជាពិសេសអ្នកបួសខ្ញុំនិយាយរឿងព្រះពុទ្ធសាសនាមែនទេពុទ្ធសាសនាមានរឿងពីរដែលព្រះពុទ្ធអត់សម្ដែងទីមួយរឿងឃើញប្រែកខ្ញុំចាំមិនបាននេះខ្ញុំធ្លាប់អានប៉ះនៅកាលរៀនណាឃើញប្រែកធំពេលដែលមានអ្នកទី2ឃើញដែរយកមកសួរព្រះពុទ្ធសម្ដែងថាអានឹងគឺជាប្រែកនឹងវាមានប្រភពមកពីណាវាកើតដោយសារកម្មអីចុះគេសួរថាចុះហេតុអីបានជាព្រះអង្គមិនសម្ដែងព្រោះសម្ដែងទៅគេជឿដែរសម្ដែងទៅក៏គេមិនជឿដែរមានរឿងមួយទៀតរឿងដូចជាប្រមោគលានរឿងនៅក្នុងពុទ្ធសាសនាឡើងដល់ឋានប្រអិនហ្នឹងឃើញណែប្រែកដែលធ្លាប់រងកម្មនៅក្នុងឋាននរកហើយត្រូវឆេះជាប់ភ្លើងជាប់ស្បង់លោកជាប់ស្បង់គេហៅលោកលួចយកភ្លើងនរកមកជាប់ទៅឡើងទៅឋានសួគ៌ក្តៅពេញទេវតាហើយក៏យកអាហ្នឹងបោះទៅឯណាក៏មិនកើតទេគេថាបោះទៅសមុទ្ររីងបោះទៅដីឆេះអញ្ចឹងយកទៅដាក់ឋាននរកវិញរួចមកមែនទេខាត់ម៉ាត់បានយកទៅទូលព្រះពុទ្ធទ្រង់បញ្ជលសួរថាចុះមិនក៏មិននិយាយមិនសម្ដែងធម៌អានឹងមកពីរឿងនឹងវាអត់ឃើញវាអត់មានសាក្សីទេបងប្អូនណាវាអត់ឃើញអត់សាក្សីអញ្ចឹងអ្នកជាពិសេសបើអ្នកធ្លាប់បួសពេលដែលនិយាយគឺត្រូវនិយាយត្រូវកាលនិយាយឲ្យវាត្រូវកាលរបស់វាហែមចិនដាដូចសានសុជានិយាយសួរខុសទេបើសម្រាប់ខ្ញុំដូចគ្មានអីខុសទេបងគ្មានអីខុសគាត់ទៅខុសពេលវេលាតែប៉ុណ្្នឹងឯងប៉ុន្តែបើយើងនិយាយពីការស្ដីបន្ទោសមែនទេស្ដីបន្ទោសតើគូបន្ទោសនរណាបន្ទោសហ៊ុនសែនមិនចឹងសុផាន់រិទ្ធអង្គហ៊ុនសែនគាត់ម្ដងទៅចាប់អាអ្នកពហិកាម្ដងថាចាប់ពីថ្ងៃនេះតទៅយើងត្រូវតែកំចាត់ណែបុគ្គលណាមន្ត្រីណាដែលនាំតំណែងថៃចូលមកហើយដល់តែគាត់ធ្វើអញ្ចឹងទៅធម្មតាទេហ៊ុនសែនតែបើកាលណាគាត់ធ្វើអីមានមនុស្សបញ្ជោមានមនុស្សប្រយុទ្ធតែមកបធ្វើសម្ដេចមានមនុស្សយកអានឹងទៅដុតមែនណាហើយមានសទ្ធិលេម្នាក់ទៅយកវាទៅដុតទ្រុលអញ្ចឹងទៅដុតទ្រុលអញ្ចឹងទៅអត់អីហើយដល់តែចំបញ្ជាក់ថាសម្ដីសម្ដេចនឹងវាកាន់ដុតទ្រុលហើយសុផាន់ SNG ស្រាប់តែសម្ដេចនឹងទៅចាប់ណែអុកញ៉ាណាមួយដកអុកញ៉ាដកងាយចេញហ្នឹងហាក់វ៉ាន់ឌីថានាំជើងមន់ជង្គង់មន់ចូលហ្នឹង30 40ឆ្នាំហើយងាប់ខ្មែរខ្ទេចកាលពីហ៊ុនសែនអត់ទាន់ថារកអត់ទាន់ឃើញហ៊ុនសែនថារកឃើញដូចតែសូនតារាថាបើកាលណាហ៊ុនសែនប្រកាសហើយត្រូវតែចាប់នរណាម្នាក់ហើយត្រូវតែចាប់នរណាម្នាក់ធ្វើបាបនរណាម្នាក់ដើម្បីឲ្យស្របទៅនឹងសម្ដីការប្រកាសរបស់ហ៊ុនសែនថាសម្ដីរបស់គាត់មានឥទ្ធិពលចេញមកព្រលឹងទៅស្រាប់តែ K01 ឃើញចុងប្រយុទ្ធថែមយកអាហ្នឹងទៅចាក់ពុបហ៊ុនសែនគាត់ថាអន់ចិត្តមែនទេមិនគួរណា K01 ហ្នឹងហេរ៉ាផានភេទជ្រុលនិយមចឹងសោះណែយើងពហិការតែអាតំណែងនាំចូលថ្មីឯចំណែកតំណែងដែលមានចរាចរណ៍នៅលើប្រទេសកម្ពុជាហើយតើឲ្យប្រជាជនយកទៅឯណាយើងធ្វើអញ្ចឹងធ្វើបាបប្រជាជនណាយើងគួរអាណិតប្រជាជនយើងត្រូវជួយប្រជាជនរបស់ដែលប្រើអស់ហើយអស់ទៅអារបស់ដែលខ្ញុំនិយាយថាពហិការហ្នឹងគឺរបស់ដែលនាំថ្មីតើដល់តែពេលអញ្ចឹងវាអត់ច្បាស់គោលការណ៍មិនដឹងថាទៅពហិការវាអត់ច្បាស់ដូចគោលចំហសនតារាគោលចំហសនតារានិយាយតាំងពីដើមមកគឺខ្ញុំណែគ្រប់គ្រងឆាយាសច្ចាការពហិការប៉ុន្តែទំនិញដែលប្រជាជនកំពុងតែលុកមិនត្រូវទៅយករបស់គាត់
ទៅកប់ទៅដុតចោលទៅបំផ្លាញចោលទេត្រូវប្រើប្រាស់ឲ្យអស់ពីព្រោះលុយគាត់វាកប់នៅក្នុងនឹងខ្ញុំនិយាយតាំងពីដើមមកតែប៉ុណ្្នឹងក្រោយមកសម្ដេចមានទស្សនៈជីវិតកសិកម្មករដូចសូនតារានៅចំណុចនេះប៉ុន្តែពីមុនគាត់ថាត្រូវតែកម្ចាត់ណាត្រូវតែកម្ចាត់ត្រូវតែកំទេចក្រោយមកដល់ទៅពេលនៃ K01 លើកលុញពងសម្ដេចសារាយវ៉ាន់សារាយធ្វើតាមដែរស្រាប់តែសម្ដេចថាអត់ចិត្តទេដល់អញ្ចឹងសានសជាគាត់ឃើញសម្ដេចនៃគាត់អត់ច្បាស់លាស់អញ្ចឹងគាត់បែរជានិយាយឲ្យស្របទៅតាមចិត្តរបស់សម្ដេចដែរទៅនៅក្នុងប្រទេសកម្ពុជាមនុស្សអ៊ុយយីងអ៊ីងគឺធ្វើអ្វីអត់ទៅតាមឆន្ទៈទេគឺคล้ายคล้ายណាคล้ายคล้ายនេះអញ្ចឹងមនុស្សបើមិនចេះធ្វើឈួតឬចេះធ្វើคล้ายคล้ายទេគឺมันអាចរស់នៅក្នុងប្រទេសកម្ពុជាបានទេសម័យខាងដូច្នេះបើសិនជាឲ្យខ្ញុំស្ដីបន្ទោសមែនទេស្ដីបន្ទោសណាហ៊ុនសែនពីព្រោះសានសុជាគាត់មិនអាចបងប្អូនត្រូវចាំសម្ដីសូនដែរសានសុជាគាត់មិនអាចមែនទេចូលវគ្គសិក្សាដូចសូនតារារៀនវិទ្យាសាស្ត្របច្ចេកវិទ្យាទៅសាលាគាត់មិនអាចទៅរកការងារធ្វើមែនទេនៅសហគ្រាសក្រុមហ៊ុនបច្ចេកវិទ្យារោងចក្រដំបានកសិកម្មគាត់អត់អាចអីទេពួកគាត់ធ្លាប់មានជីវិតជាអ្នកបួសមែនទេគាត់ត្រូវតែត្រឡប់ទៅស្រុកខ្មែរវិញគាត់សប្បាយនឹងជីវិតដើរលេងសម្ដែងធម៌ដូច្នេះទស្សនៈរបស់គាត់មិនអាចផ្ទុយអំពីទស្សនៈរបស់ហ៊ុនសែនបានទេគាត់ត្រូវមើលខ្យល់បើរដ្ឋាភិបាលកែនជ្រុនងាកទៅណាបើហ៊ុនសែនមានទស្សនៈយ៉ាងណាគាត់ត្រូវតែនិយាយឲ្យស្របឥឡូវសាហ៊ុនសែនគាត់អត់និយាយអីទាំងអស់គាត់អត់ហ៊ាននិយាយផ្ទុយពីហ៊ុនសែនទេគាត់មិនអាចមែនទេរិស័យដំណក់ឈាមត្រកូលលីវគាត់មិនអាចនិយាយផ្ទុយពីហ៊ុនសែនបានឡើយបងប្អូនត្រូវចាំមកលេដានៅក្នុងប្រទេសកម្ពុជាគ្មាននរណាម្នាក់អាចនិយាយផ្ទុយពីហ៊ុនសែនបានឡើយហើយអានីសាលូណាដើម្បីចេញចូលនៅប្រទេសកម្ពុជាបានគឺត្រូវតែខ្លែងខ្លាំងអានឹងបានជាខ្ញុំលើកប្រធានបទលើកជាកូនគ្រឿងខ្លែងតូចមួយថាគង់លើរ៉ាយ៉ាខ្ញុំស្នើឲ្យនេះរដ្ឋាភិបាលអាជ្ញាធរដោះលែងគាត់ហើយសានសុជាគ្មានទោសអីដែរហើយគាត់បើសម្រាប់ខ្ញុំគាត់ក៏និយាយមិនគាត់តែគាត់ខុសតាណាឥឡូវយើងនិយាយថាតើសានសុជាគាត់និយាយខុសតាណារំមេថាមែនទេប៉ុន្តែខាងសានសុជាគាត់ខុសតែ2ទេគាត់ខុសតែ2ទេបងប្អូនណាបើសិនសួរថាតើសានសុជានិយាយខុសត្រង់ណាខ្ញុំមើលទៅវាអត់ខុសវាត្រូវឲ្យគាត់និយាយហ្នឹងបានបន់ទេតើគាត់ជួយទៅដល់ជនរងគ្រោះទេតើគាត់មានខុសអីទេមែនទេគាត់ថាអាតំណែងហ្នឹងយើងទិញឲ្យលុយថៃហើយយើងកុំនាំចូលមកអានោះមិនទៅជារបស់ខ្មែរបងប្អូនតែខ្មែរយើងទៅបិទភ្លាមទៅឲ្យតំណែងរលាយក្នុងមួយថ្ងៃមិនកើតឧទាហរណ៍តំណែងថៃចរាចរពេញប្រទេសកម្ពុជាបាទគ្រាន់តែបិទព្រំដែនភ្លាមតំណែងនេះវារលាយទៅណាយ៉ាងហោចណាស់ក៏ចំណាយពេល 2-3 ខែដែរបងប្អូនបានតំណែងវារលាយបើនិយាយអំពីការលក់ដូរណាបើបងប្អូនចង់ឲ្យតំណែងថៃរលាយណាវាតើតែវាអាតំណែងនេះវាអស់កុំយកអាតំណែងថ្មីខ្ញុំមើលទៅវាអត់ឃើញខុសបើថាសានសុជានិយាយខុសតែគាត់ខុសតាណាគាត់និយាយអត់ខុសបើទៅលោកគ្រូកាន់ជើងថាអត់ទេមិនហៅសូនតារានិមិត្តរូបនៃយុត្តិធម៌ឥឡូវបងប្អូនពិចារណាសម្ដីគាត់វិញទីមួយយើងយោងទៅលើច្បាប់មានន័យថាពហិការគឺស្របច្បាប់គ្មានទោសនិងសេរីមែនទេស្របច្បាប់គ្មានទោសនិងសេរីលើរយ៉ាក៏មិនខុសសានសុជាក៏មិនខុសគ្រាន់ថាបើនិយាយខុសបរិបត្តិវានាំឲ្យខូចគេឈ្មោះតែប៉ុណ្្នឹងឯងវានាំឲ្យស្អុយឈ្មោះបើនិយាយដល់ថ្នាក់ទៅចាប់បាក់គុកវាអត់ដែលមានបងប្អូនវាមិនដែលមានទេអានេះខ្ញុំនិយាយមួយមែនទេប៉ុន្តែសានសុជាក៏ខុសពីចំណុចត្រង់ណាទី1ខ្ញុំនិយាយចុះបើអ្នកខុសយើងសួរអ្នកខុសសិនអ្នកខុសខ្ញុំថាណាតែហ៊ុនសែនព្រោះហ៊ុនសែនគាត់ចំហអត់ច្បាស់យើងដឹងហើយនៅក្នុងប្រទេសកម្ពុជាលើកបើនៅក្រៅប្រទេសដូចសូនារាណាអ្នកនៅក្រៅប្រទេសមានសិទ្ធិស៊ូជីរ័តនិយាយខុសពីហ៊ុនសែននៅក្នុងប្រទេសមាននរណានិយាយខុសពីហ៊ុនសែនទេចឹងកំហុសទី1គឺហ៊ុនសែនជាអ្នកខុសគាត់មិនដឹងជាចំហឲ្យច្បាស់លាស់វាធ្វើឲ្យអ្នកបត់តាមនឹងងាប់សានសុជាបត់តាមងាប់ណាសានសុជាដែលស្អីនេះ K01 ទៅប្រយុទ្ធតាមហ៊ុនសែនហ្នឹង
អានឹងដាច់ក្បាលដល់សានសុជាឃើញហ៊ុនសែនមានធម៌មេត្តានិយាយបែបត្រឹមត្រូវគាត់ទៅធ្វើត្រឹមត្រូវដែរវាត្រូវមហាជនតាច់តមិនចេះតែវាអត់ខុសតែបើសួរអ្នកខុសណាខុសគឺហ៊ុនសែនអានឹងយើងត្រូវតម្កល់រកអ្នកខុសមួយសិនចុះតែសានសុជាគាត់ខុសពីស្អីគេបងប្អូនកំពុងចង់ស្ដាប់លោកគ្រូនិយាយរឿងខុសពីស្អីគេទី1ខុសកាលសានសុជាគាត់អ្នកបួសសន្តាមិនអ្នកបួសទេឃើញទេឥឡូវទៅសួរសានសុជាធ្លាប់អានពុទ្ធសាសនាមានរឿងខ្លះប្រពុតអត់សំដែងទេណាចង់តែឯងប្រយុទ្ធថាជេរបចោមឯពុទ្ធស្ងប់អត់សំដែងទេព្រោះវាអត់សាកសីនិយាយទៅគេអត់ជឿដែរឧទាហរណ៍រឿងគាត់រឿងគេថាមានប្រែតមានអីមានទៅឋានអីចឹងទៅមានព្រំមានអីចឹងទៅពុទ្ធមិនសំដែងទេលកឹកណាមានសាកសីអញ្ចឹងណាសានសុជាគាត់ជាអ្នកបួសគាត់គួរតែដឹងថាពេលណាត្រូវនិយាយពេលណាមិនត្រូវនិយាយគាត់និយាយត្រូវតែនិយាយខុសកាលអាហ្នឹងណាខុសកាលតែប៉ុណ្្នឹងឯងទី2សានសុជាគាត់ខុសទី2ត្រង់គាត់ប៉ះណាជាមួយនឹងត្រកូលហ៊ុនប៉ះជាមួយនឹងហ៊ុនសែនបងប្អូនមនុស្សណាបើកណាប៉ះហ៊ុនសែនគឺស្អុយហើយនឹងសយណាអ្នកណាក៏ដោយគាត់និយាយគ្មានខុសអីទេប៉ុន្តែដោយសារតែគាត់ទៅប៉ះជាមួយហ៊ុនសែនគឺគាត់ស្អុយនៅពេលដែលគាត់ស្អុយគាត់យកទឹកអប់មកបាញ់ក៏វាអត់មានក្រអូបអីដែរខ្ញុំនិយាយចេះខុសតែពីហ្នឹងទេហើយទៅគាត់ធ្វើមិនក៏ដោយក៏អត់ក្រអូបដែរដោយសារអីដោយសារនៅក្នុងរបបហ៊ុនវាអយុត្តិធម៌ពេកឧទាហរណ៍សំបីតែឪពុករបស់ខ្ញុំនិយាយរឿងឧទាហរណ៍នេះវាអយុត្តិធម៌ពេកវាឈឺចាប់ពេកវាស្ដែងនឹងភ្នែកពេកហើយណាវាខុសទៅនឹងធម៌ពុទ្ធសាសនាទៅទៀតធម៌ពុទ្ធសាសនាយ៉ាងម៉េចសាសនាជាគាត់ខុសគឺខុសថាមិនត្រូវកាលខុសថាមិនយល់អំពីពុទ្ធសាសនារឿងអីពុទ្ធសាសនាបានសម្ដែងថាតេះដៀលបុគ្គលគួរតេះដៀលឡើងឋានសួគ៌នេះគេចាប់ដាក់លើកសរសើរបុគ្គលគួរសរសើរឡើងឋានសួគ៌នេះគេចាប់ដាក់សរសើរបុគ្គលគួរតេះដៀលធ្លាក់នរកដូចគេធាក់ពីក្រោយអើយគាត់ទៅអានត្រៃ3ដងមើលបើមិនដូចសូនតារាថាសរសើរបុគ្គលគួរតេះដៀលធ្លាក់នរកដូចគេធាក់ពីក្រោយឧទាហរណ៍ហ៊ុនសែនគាត់ធ្វើអយុត្តិធម៌ពេកឈូចាប់ពេកបងប្អូនផាត់ជីឡាំមើលមនុស្សវាឈឺចាប់ជាបុគ្គលគួរតេះដៀលដល់តែគាត់ទៅលើកដំកើងមែនទេគាត់ធ្លាក់នរកដូចគេធាក់ពីក្រោយនរកមានពេលខ្លះអត់ចាំបាច់មានជាតិក្រោយទេតែជាតិហ្នឹងឃើញគេជេរបចោពេញទៅស្រុកហ្នឹងឯងអាហ្នឹងមានន័យថាមនុស្សចេះមនុស្សបួសមនុស្សរៀនធម៌តែមិនយល់ធម៌ចេះតែសូត្រដូចសត្វសេកចេះតែសូត្រចាំដូចសត្វសេកចេះតែប្រាប់គេដល់តែខ្លួនឯងវាអត់ដឹងខ្លួនឯងវាមិនយល់អានឹងហើយបានខ្ញុំថាគាត់អត់មានខុសអីទេគាត់ខុសតែកាលឡៃម៉មខុសតកាលខុសពេលវេលាមិនយល់ចេះតែសូត្រធរចឹងទៅតែមិនដឹងបងប្អូនយើងមើលនៅក្នុងប្រទេសកម្ពុជាមនុស្សភាគច្រើនណាស់ច្រើនលើសលប់អញ្ចឹងបានជាសម្ដេចគាត់ថាងើបមួយវាយមួយងើបពីរវាយពីរដោយសារស្រុកខ្មែរវាសបោអ្នកងើបពេកគាត់អត់មានវិធីណាទប់ទល់ទេបើសិនជាឲ្យបោះឆ្នោតគាត់ខ្ចលកគាត់គាំងបេះដូងឃើញសម្លេងឆ្នោតគូសមកទៀតគណៈបកសូនតារាគូសមកសូនតារាសម្ដេចផ្សាយផ្ទាល់គាត់ថាឃើញគាត់ណាឃើញអាកំនុះឆ្នោតអាលទ្ធផលរបស់ឆ្នោតនឹងញ័រទុកគាត់ទ្រាំអាភាពញ័របានដូច្នេះគាត់ត្រូវតែកំតិចបងប្អូនណាគាត់ត្រូវអាកំតិចការបោះឆ្នោតនឹងចោលគាត់ដាក់គាត់យកអាបោះឆ្នោតคล้ายហ្នឹងគាត់បោះឆ្នោតយកអាណាមិនបោះឆ្នោតឲ្យអញបាញ់ចោលឧទាហរណ៍ហ្នឹងអញ្ចឹងប្រជាជននឹងចេះតែគូទៅនឹងគួរឲ្យពីណាអញ្ចឹងគាត់រាប់អានឹងសុបាយបច្ចុប្បន្នហ្នឹងសំបីតែការបោះឆ្នោតហ្នឹងក៏រៀបចំធ្វើដើម្បីហ៊ុនសែនសុបាយដែរឃើញទៅហ៊ុនសែនគណៈបកជាជនឧទាហរណ៍មានគណៈបកសង្គ្រោះជាតិវិញវងវ៉ាសង្គ្រោះជាតិរ៉ាអ៊ីហ្វ្រីអញ្ចឹងពេលដែលគាត់មើលទៅគាត់បុកបេះដូងគាត់លោកគ្រូគាត់ទ្រាំអត់បានទេគីងស្រីនោះប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាសេរីភាពខ្មែរស្រាត់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់គំនិតអញ្ចឹងបងប្អូនយើងកុំផ្អើលតាមគ្នាកុំជេរតាមគ្នាប៉ុន្តែពិចារណារៀនពីហេតុផលវិញបើថាសានសុជាខុសតើគាត់និយាយខុសត្រង់ណាយើងទៅសួរចេះវិញដែរមែនទេយើងកុំថាឲ្យតែអញ្ចឹងចេះតែនាំវាទៅជេរគាត់បើសម្រាប់សូនតារាអត់តែខ្ញុំនិយាយហេតុផលទេសានសុជាគ្មានខុសស្អីទេគាត់និយាយត្រូវទាំងអស់គាត់ថាខ្ញុំថាខុសពីនឹងទី1ខុសកាលមែនទេ
នឹងមិនយល់ពីធម៌ពុទ្ធសាសនាអត់ត្រូវហ៊ុនសែនទៅចាប់ឪពុករបស់ខ្ញុំដាក់គុកប្រជាជនមកផែនដីគេដឹងឌីខំអាហ្នឹងគឺអយុត្តិធម៌មនុស្សដែលចាប់ជនស្លុតត្រង់ទៅដាក់គុកសាមសុជាដូចជាហ៊ុនសែនចាប់ឪពុកសូនតារាដែលអត់មានអីសោះយកទៅដាក់គុកមនុស្សប្រភេទហ្នឹងក្នុងធម៌ព្រះពុទ្ធគេឲ្យតេះដៀលគេឲ្យពោលទោសគេឲ្យតេះដៀលគេឲ្យពោលទោសគេឲ្យលើកដំកើងនេះបើកាលណាយើងទៅលើកដំកើងបុគ្គលបែបហ្នឹងធ្លាក់នរកដូចគេធាក់ពីក្រោយហើយខ្លួនឯងឃើញចាក់ស្ដែងហើយនរកអត់ចាំបាច់ជាតិក្រោយខ្ញុំថាគឺតែជាតិនឹងឯងណាអានឹងមួយមែនទេទី2គឺគាត់ទៅប៉ះហ៊ុនសែនតែប៉ុណ្្នឹងឯងប៉ះហ៊ុនសែនគឺស្អុយហើយណាអញ្ចឹងអត់មានអីទេហើយបើយើងខ្ញុំថាមិនខុសពីព្រោះអីមិនខុសខ្ញុំយោងទៅលើសម្ដីរបស់គាត់ហើយខ្ញុំយោងទៅលើផ្លូវច្បាប់ពហិការគឺគ្មានស្របច្បាប់គ្មានទោសនិងសេរីដូច្នេះលើរ៉ាយ៉ាដោះលែងគាត់មកគាត់ទៅមិនទៅជននៅអ៊ុក្រិតទៅជនគាត់ទៅធ្វើស្អីស្ត្រីទុនខ្សោយម្នាក់មានកូនគាត់រកស៊ីចិញ្ចឹមខ្លួននឹងផ្សាយពាណិជ្ជកម្មនឹងសម្រស់យ៉ាងច្រើននឹងផលិតផលរបស់គាត់ខុសច្បាប់ចាប់រឹបអូសយកផលិតផលរបស់គាត់នឹងយកទៅដុតចោលទៅឲ្យគាត់មករស់ជួបជុំកូនប្រពន្ធគ្រួសារវិញទៅក៏អាក្រក់ម៉េះក៏អមនុស្សធម៌ម្លេះមែនទេក៏អមនុស្សធម៌ម្លេះហើយទាំងប្រទេសយើងពលានយន្តហោះទៅធ្វើរូបពុទ្ធទៅអីណែទៅសង់រូបពុទ្ធប៉ុណ្ណានៃដើម្បីជានិមិត្តរូបនៃប្រទេសឲ្យពិភពលោកនឹងចេញចូលមើលឃើញរូបពុទ្ធទៅអីបើសំបីតែលើរ៉ាយ៉ាដែលអត់មានទោសស្អីផងហ្នឹងទៅចាប់គាត់ដាក់គុកដោះលែងគាត់មកដោះលែងគាត់ទៅមែនទេដូចខ្ញុំថាវាអមនុស្សធម៌ពេកបងប្អូនគាត់មានប្តីគាត់មានកូនគាត់ជាស្រីរឹងមាំដែលអត់រស់ពឹងទៅលើប្តីណាមនុស្សប្រភេទហ្នឹងនៅក្នុងប្រទេសកម្ពុជាគួរជាលើកដំខើងទេបើសិនជាបងពុននៃរដ្ឋបានពុនទៅរដ្ឋច្រើនទៅមនុស្សស្រីដែលខ្លាំងអាចរកស៊ីខ្លួនឯងបានអញ្ចឹងមិនចាំបាច់ទៅចាប់មនុស្សដាក់គុកទេបើមនុស្សហ្នឹងបំពេញមិនស្ដាប់ប្រមាននៅប្រើប្រាស់របស់ខ្លែងខ្លាយខូចសុខភាពយើងធ្វើទៅតាមច្បាប់ទៅផលិតផលខ្លែងខ្លាយខូចសុខភាពកុំដោយសារតែរឿងនិយាយថាពហិការទៅចាប់គាត់ដាក់គុកវាអយុត្តិធម៌អមនុស្សធម៌មិនគួរសង់រូបព្រះពុទ្ធនៅប្រលានយន្តហោះទេព្រៃចំណេះshare វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាស្រាត់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់គំនិតលេងលីគៀងប្រធានបទទី1និងប្រធានបទទី2ប្រធានបទទី1វាធំគ្រប់នឹងបទប្រធានបទទី2ជាប្រធានបទអមនេះខ្ញុំនឹងនិយាយមួយម៉ាត់ពីរម៉ាត់ទៅចុះហើយនឹងភ្ជាប់ទៅនឹងម៉ាក់បញ្ញារូបផ្សេងថ្ងៃនេះត្រាំនិងអាន់វ៉ាអ៊ីប្រាហ៊ីមនៅប្រទេសម៉ាឡេស៊ីបានចុះហត្ថលេខានៅកិច្ចព្រមព្រៀងសន្តិភាពជាសាក្សីជាមួយនឹងរវាងសំទោសកម្ពុជាហើយនិងថៃកិច្ចព្រមព្រៀងសន្តិភាពនេះខ្ញុំអានពីដើមដល់ចប់ជាភាសាអង់គ្លេសដែលបង្ហោះដោយម៉ៃនកំសែងសុទ្ធមនីខ្ញុំនិយាយថាបង្ហោះដោយម៉ែនកំសែងមានន័យថាខ្ញុំចង់ឲ្យបងប្អូនយើងទៅអានដោយផ្ទាល់ខ្ញុំអត់ធ្វើអត្ថាធិប្បាយប៉ុន្តែខ្ញុំនិយាយចំណុចសំខាន់ខ្ញុំនិយាយពីកិច្ចព្រមព្រៀងសន្តិភាពណាកិច្ចព្រមព្រៀងសន្តិភាពសម្រាប់ខ្ញុំវាដូចគ្នាបេះបិទទៅនឹងបត់ឈប់បាញ់គ្រាន់តែឈប់បាញ់គ្នាទេសមាធិឡាចប៉ុន្តែมันមានអ្វីចម្លែកឡើយកិច្ចព្រមព្រៀងសន្តិភាពប្រហែលជាខ្ញុំចាំបានប្រហែលជាណា7ទៅ8ចំណុចគឺអត់មានចំណុចណាដែលនិយាយអំពីការដកបន្លាលុះឡើយណាចំណុចហ្នឹងកិច្ចព្រមព្រៀងសន្តិភាពអត់មានចំណុចណាដែលនិយាយអំពីភូមិព្រៃច័ន្ទនិងភូមិជោគជ័យឡើយណាអានឹងចំណុច2ប៉ុន្តែយើងនិយាយអំពីចំណុចល្អនិងចំណុចអាក្រក់អ្វីដែលយើងមិនបានឃើញនិយាយយើងចោទជាសំណួរថាហេតុអ្វីបានជាកិច្ចព្រមព្រៀងសន្តិភាពនោះគ្មានការនិយាយពីការដកបន្លាលុះចេញពីប្រាសាទនឹងនិយាយឲ្យខ្លីទៅចេញពីទឹកដីកម្ពុជាសំណួរនឹងទុកសិនចំណុចទី2ខ្ញុំនិយាយអំពីអ្វីដែលខ្ញុំបានអាន
យើងក៏ឃើញចំណុចល្អនៅពីចំណុចល្អនៅពីចំណុចទី1នៅក្នុងចំណុចមួយនិយាយអំពីការដោះលែងគឹមលីយូណាឆ្លើយសឹកឬក៏ដោះលែងចំណាប់ខ្មាំងដែលយើងនិយាយឲ្យចំទៅយុទ្ធជនដែលខ្ញុំសរសេរនេះទេហ៊ានទាំង18រូបដែលសូនតារារំលឹករាល់ថ្ងៃរំលឹកគឺជាការដឹងគុណបងប្អូនណាពេលណាដែលទាហានត្រូវបានដោះលែងខ្ញុំនឹងលែងសរសេរនៅក្នុងណាអត្ថបទរបស់ខ្ញុំទៀតហើយដូចគ្នាខ្ញុំមិនខ្វល់ថាតើទាហាន18រូបនោះណាជាអ្នកស្អប់សូនតារាជេរបចោសូនតារាខ្ញុំអត់ខ្វល់ទេដូចលើរ៉ៃយ៉ាឬមិនខ្វល់ថាគាត់ក្រុមគ្រួសារគាត់នឹងស្អប់សូនតារាឬក៏ស្រឡាញ់សូនតារាខ្ញុំអត់ខ្វល់ទេខ្ញុំនិយាយតែពីរឿងមនុស្សធម៌និងយុត្តិធម៌សម្រាប់ជនរងគ្រោះតែប៉ុណ្្នឹងឯងមែនទេរឿងអ្នកណាស្អប់ស្រឡាញ់សូនតារាខ្ញុំអត់យកចិត្តទុកដាក់ទេមែនទេព្រោះអ្វីដែលខ្ញុំធ្វើណាស្រីបើដើម្បីយុត្តិធម៌មនុស្សធម៌និងគុណធម៌តែប៉ុណ្ណោះអានេះខ្ញុំនិយាយរឿងមួយចំណុចល្អមួយចំណុចល្អខ្ញុំចង់និយាយថាមិនមែនមានន័យថាវាល្អទេជាចំណុចល្អខ្ញុំបញ្យល់តែនេះជាលាវហើយទីបានជាខ្ញុំថាចំណុចល្អមិនមែនមានន័យថាដើរទូចឈោវាជារឿងល្អពីព្រោះចំណុចល្អវាគ្រាន់តែជាចំណុចរឿងល្អគឺជាលទ្ធផលឧទាហរណ៍ថានៅក្នុងកិច្ចព្រមព្រៀងសន្តិភាពរវាងខ្មែរថៃនឹងមាននិយាយអំពីការដោះលែងយកបើថៃមិនដោះលែងអាហ្នឹងឯងដែលខ្ញុំនិយាយអំពីការដោះលែងគឺជាចំណុចល្អបើទៅបើថៃមិនដោះលែងឬក៏ថៃដោះលែងអានឹងលទ្ធផលមែនទេលទ្ធផលល្អគឺថៃដោះលែងលទ្ធផលមិនល្អគឺកលិចកលុចប៉ុន្តែទោះយ៉ាងណាក៏ដោយខ្មែរត្រូវដឹងថាថៃល្បិចកលគ្មានដែនកំណត់ជឿលើខ្លួនឯងវងវានិងការប្រុងប្រយ័ត្នកុំស្រោបស្រាលជ្រួយយោបល់ប្រយ័ត្នមែនទេអ៊ីនឡោះចិញ្ចក់ខាងដៃឯងធ្លាប់ស៊ីទឹកខ្មុំទេធ្លាប់បើធ្លាប់ហើយមិនបាច់ស៊ីទេអត់ធ្លាប់ផងបើអត់ធ្លាប់ស៊ីទេអីនាំតែធ្លាប់ប្រយ័ត្នអានោះប្រយ័ត្នឲ្យវានិយាយក៏ត្រូវណាប៉ុន្តែខ្ញុំសូនតារាមានសុតិធិនិយមខ្ញុំមិនជឿទេប៉ុន្តែខ្ញុំជឿលើលទ្ធផលជាងតែប៉ុណ្ណោះរំដាប់กันខ្ញុំជឿលើលទ្ធផលជាងចឹងចំណុចល្អមួយចុះចំណុចល្អទី2ចំណុចល្អទី2នៅចំណុចទី8នៅចំណុចទី7ហើយជាមាន8ចំណុចតាមខ្ញុំចាំមិនមែន9ទេ8ចំណុចទី7គឺនិយាយអំពីច្បាប់អន្តរជាតិ International Law និយាយអំពីច្បាប់អន្តរជាតិដែលស្របទៅនឹងកត្តាសញ្ញាអនុសញ្ញារបស់អង្គការសហប្រជាជាតិនិងតំបន់សំដៅទៅលើអាស៊ានពីព្រោះប្រទេសអាស៊ានចងក្រងឡើងមិនមែនដើម្បីធ្វើសង្គ្រាមប្រឆាំងគ្នាទេគឺដើម្បីរស់ជាមួយគ្នាដោយសន្តិភាពฝ่ายថៃឈ្លានពានកម្ពុជាគឺខុសទៅនឹងច្បាប់អន្តរជាតិខុសទៅនឹងច្បាប់អង្គការសហប្រជាជាតិខុសទៅនឹងច្បាប់អាស៊ានអញ្ចឹងរំលាយអាស៊ានចោលអាស៊ានអង្គការសមាគមហ្នឹងត្រូវតែខិតខំប្រឹងប្រែងតើត្រូវធ្វើទៅអីថៃឡៃអញ្ចឹងចំណុចល្អ2នៅក្នុងនេះកិច្ចព្រមព្រៀងសន្តិភាពអានេះកាលណាយើងនិយាយមកណាយើងនិយាយបែបដូចសូនតារានិយាយបែបយុត្តិធម៌និយាយបែបយុត្តិធម៌យើងអត់ខ្វល់ថាអ្នកណាជេរបចោទេគឺវាអញ្ចឹងមែនទេបើគេស្អប់អយុត្តិបើគេស្អប់យុត្តិធម៌គេស្អប់តែចុះក្រៅពីនឹងគ្រាន់តែជា bla 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 ឥតប្រយោជន៍ប៉ុន្តែមានចំណុចខាតនេះមានចំណុចខាតមួយចំណុចអាក្រក់មិនមែនខាតទេដើម្បីខ្ញុំនិយាយនេះចុះអា bla 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 នឹងសិតឥតប្រយោជន៍ឥតប្រយោជន៍ទាំងអស់ហើយនឹងចំណុចអាក្រក់មួយចំណុចល្អ2ចំណុចអាក្រក់មួយនិងចំណុច bla 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 ទាំងអស់ឥតប្រយោជន៍ទាំងអស់អញ្ចឹងខ្ញុំមើលកិច្ចព្រមព្រៀងសន្តិភាពដែលម៉ែនកំសែងបានបង្ហោះចំនួន8ចំណុចហ្នឹងគឺវាមានចំណុចអាក្រក់មួយចំណុចល្អ2ចំណុចឥតប្រយោជន៍ទាំងអស់ហើយតែខ្ញុំថាចំណុចឥឡូវខ្ញុំចំណុចល្អខ្ញុំនិយាយទី1គឺចំណុចដោះលែងត្រង់ដោះលែងនិងមិនដោះលែងយើងមិនដឹងទី2គឺចំណុចទី7និយាយអំពីឯកភាពរឿងការនេះដោះស្រាយកិច្ចព្រំដែនដោយស្របគ្រប់ទៅតាមច្បាប់អន្តរជាតិណាអញ្ចឹង Ryan Busoran ណាចំណុចអាក្រក់គឺដោះមីន
សួរថាលោកគ្រូដោះមីនមិនក៏អាក្រក់អានឹងគឺជួយទៅដល់ជនស៊ីវិលក្នុងនេះគេដាក់ដែរជួយទៅដល់ជនស៊ីវិលជួយទៅដល់ជនស្លូតត្រង់ថាទេដីខ្មែរតើដោះមីននឹងយើងត្រូវចោទសួរថាចេះដោះមីននៅក្នុងដីខ្មែរឬដោះមីននៅក្នុងដីថៃបើដោះមីននៅក្នុងដីខ្មែរហេតុអីបានជាចាំបាច់ត្រូវតែនិយាយអំពីមីនពីព្រោះអានឹងជាដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជាបើថៃខ្វល់រឿងដោះមីនគឺហេតុអីបានជាថៃខ្វល់រឿងដោះមីនតែនៅតាមព្រំដែនមិនក៏មិនខ្វល់រឿងដោះមីននៅក្រុងភ្នំពេញផងណែមិនខ្វល់រឿងដោះមីននៅខេត្តស្វាយរៀងផងដែលជាប់ព្រំដែនយួនផងពីព្រោះមីននៅខេត្តស្វាយរៀងស្ថិតនៅក្នុងដែនអធិបតេយ្យភាពកម្ពុជាមីនដែលនៅព្រំដែនថៃទោះជា3ម៉ែត្រពីព្រំដែនក៏ដោយវាជាដែនអធិបតេយ្យភាពរបស់កម្ពុជាហើយនៅក្នុងកិច្ចព្រមព្រៀងនោះយើងឯកភាពសុភាពនួនយើងឯកភាពមានន័យថាគឺជាការគ្រោងដោយសំអានលើកឡើងគឺជាគម្រោងដោះមីនដើម្បីកាត់ដីពីព្រោះធម្មតាបើសិនជាថៃគ្មានគម្រោងកាត់ដីឬក៏យកដីរបស់ខ្មែរទេថៃអត់ខ្វល់ជាមួយមីនទេទុកឲ្យខ្មែរជន់ងាប់មិនល្អរឿងអីទៅខ្វល់ជាមួយខ្មែរទៅយកចិត្តទុកដាក់អីក៏ស្រឡាញ់ម៉េះស្រឡាញ់ខ្មែរជាងខ្មែរទៀតសិតតែយកចិត្តទុកដាក់ចំពោះជនស៊ីវិលខ្មែរជនស៊ីវិលខ្មែរម៉េចមែនទេបើខ្មែរចូលព្រំដែនលើក4បាញ់ងាប់រាយប៉ាយអញ្ចឹងដាក់មីនហ្នឹងក៏ល្អមួយយ៉ាងដែរដើម្បីឲ្យការពារព្រំដែនថៃមកកុំឲ្យខ្មែរហ្នឹងរត់ចូលស្រុកដៃខុសច្បាប់ចូលជន់មានងាប់ប៉ុន្តែហេតុអីអានឹងអាចដូចសំអានណាដូចសំអានក៏លើកឡើងដែរអញ្ចឹងហើយបានជា Lisa Walker អាកន្លែងចំណុចនេះដែលខ្ញុំថាចំណុចមួយដែលយើងណាចង់បានសន្តិភាពខ្លាំងពេកណាចង់យកមុខមាត់ខ្លាំងពេករហូតសុខុមចាប់យើងបាត់បង់ម្ចាស់ការខ្ញុំមិនបានដឹងលម្អិតអំពីនេះសាច់ការថាតើអាឧបសម្ព័ន្ធឬក៏ចំណុចលម្អិតផ្សេងទៀតនឹងគឺយ៉ាងណាទេប៉ុន្តែយើងនិយាយត្រឹមចំណុចជាភាសាអង់គ្លេសចំនួនណា8ចំណុចនៃកិច្ចព្រមព្រៀងអញ្ចឹងបងប្អូនណាចំណុចនេះខ្ញុំនិយាយវិភាគទៅលើតែកិច្ចព្រមព្រៀងសន្តិភាពទេកិច្ចព្រមព្រៀងសន្តិភាពគឺវាមានចំណុចអាក្រក់មួយធំមែនទែនចំណុចល្អពីរនិងចំណុចឥតប្រយោជន៍ហើយbla bla bla ឥតប្រយោជន៍ទាំងអស់ហេតុអីពីព្រោះចំណុចទាំងអស់ហ្នឹងវាដូចតែបត់ឈប់បាញ់ដែរវាដូចតែបត់ឈប់បាញ់ទេវាមានអីខុសទេវាអត់មានអីត្រូវគិតឧត្តមភាពគិតប្រទេសមិត្តភាពអាហ្នឹងជារឿងធម្មតាទេបងប្អូនណាប្រទេសណាក៏វាទៅជារឿងហើយសរសេរហ្នឹងខ្ញុំមិនដឹងថាតើនរណាជាអ្នកសរសេរទេមួយខ្ញុំនិយាយអំពីសាច់ដែលបងប្អូនខ្លះក៏អត់បានយល់ជាភាសាអង់គ្លេសខ្ញុំនេះអត់បកប្រែប៉ុន្តែខ្ញុំបញ្យល់ខ្លឹមសារហើយបងប្អូនអាចទៅអានបានណាអ្នកដែលយល់ហើយតិចទៀតគេនឹងអាចមានការបកប្រែប៉ុន្តែណាទោះបងប្អូនអានទាំងអស់សង្ខេបសេចក្តីមកគឺដូចទៅសូនារាទេគឺ bla 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 ឥតប្រយោជន៍ទាំងអស់មែនទេចំណុចអាក្រក់មួយនិងចំណុចល្អពីរសួរចំណុចល្អហ្នឹងមានន័យយើងចំណេញមិនមែនចំណេញទេគឺជាចំណុចត្រឹមត្រូវដូចថាដាក់ទៅច្បាប់អន្តរជាតិអត់មានចំណេញទេណាគឺជាចំណុចដីឯងដីអញទេតើប៉ុន្តែបើចំណុចអាក្រក់គឺយើងខាតទៅរឹកដោះមីនដោះទៅអីមែនទេឥឡូវណាអត់ទេគេដោះដើម្បីការពារជនស៊ីវិលអូយគុំមកស្រឡាញ់ខ្មែរជាងខ្មែរទៅទៀតនេះទុកឲ្យខ្មែរជន់ងាប់ទៅឈរផ្ទះដៃទៅវាថៃបន់ឲ្យទៅខ្មែរងាប់ណាឬក៏ស្រឡាញ់យើងក៏ស្រឡាញ់ម៉េះអញ្ចឹងមានន័យថាម៉េចវាតើដូចសំអានថានឹងដូចអេងឆៃអៀងថាដែលខ្ញុំដាក់នៅក្នុងចំណុចប្រធានបទនេះអត្ថបទរបស់អេងឆៃអៀងគាត់បានសរសេរខ្លីមួយថាអបអសាទរសន្តិភាពបាត់ដីអញ្ចឹងយើងត្រូវចោទសួរថាតើសន្តិភាពជាកិច្ចព្រមព្រៀងសន្តិភាពឬក៏សន្តិភាពបាត់ដីបងប្អូនត្រូវចាំទ្រឹស្ដីសូនារាថាហ៊ុនបូកនឹងសែនស្មើនឹងកម្រាមបូកនឹងបោកអ្វីដែលហ៊ុនសែនដែលយើងឃើញសេងសំណាងគឺជារបស់ខ្លែងខ្លាយបងប្អូនណាអញ្ចឹងបើកាលណាហ៊ុនសែនឲ្យយើងឃើញខ្លែងខ្លាយហើយទីខ្ញុំនិយាយនៅក្នុងលំអិតនៅក្នុងប្រធានបទទី2ព្រោះអានឹងកុំឲ្យវាច្បោកច្បល់និយាយរឿងកិច្ចព្រមព្រៀងសន្តិភាពសិនមែនទេអញ្ចឹងចុះអាប្លាហ្នឹងវាចោទជាសំណួរថាបើវាអត់ប្រយោជន៍ចុះអាប្លាលួដែលពាត់យកប្រាសាទខ្មែរវាយ៉ាងម៉េចណា
ចាបលាលួដែលពាត់ចូលភ្នំទ្របវាយ៉ាងម៉េចចាបលាលួដែលពាត់នៅភូមិព្រៃច័ន្ទវាយ៉ាងម៉េចចាបលាលួដែលពាត់នៅភូមិជោគជ័យវាយ៉ាងម៉េចអញ្ចឹងហើយបានជាបងប្អូនទៅមើលអត្ថបទរបស់អ៊ុំសំអានណែនឹងអាសំណេរខ្លីរបស់អេងចាអៀងគាត់ថាគ្រីស្ទីណាប៉ុលអបអសាទរសន្តិភាពបាត់ដីអានឹងជាន័យបច្ច្រាស់ណាមានន័យថាយើងបានសន្តិភាពគេបានដីបងប្អូនណាអានឹងដូចបទចម្រៀងហុងសេងហនគាត់ច្រៀងបងប្អូនvào YouTube មើលនេះគេអ្នកក្លាហានគេបានរូបបងឯស្រស់នួនឡងបានត្រឹមរូបថតនេះបងប្អូនទីអត់ដឹងថាសូនរាននិយាយត្រូវបងប្អូនអ្នកដែលមានទូរស័ព្ទពីរឬក៏មានកុំព្យូទ័រវាយទៅចូល YouTube បទចម្រៀងចេញហូកូឡុំបឺវាយបទចម្រៀងហុងសេងហនយើងមិនបាច់ដាក់ឈ្មោះក៏បានដែរតែខ្ញុំនិយាយអញ្ចឹងដើម្បីបងប្អូនជួនកាលបទហ្នឹងវាច្រៀងដោយមនុស្សផ្សេងព្រោះខ្ញុំស្រឡាញ់សំឡេងហុងសេងហនគាត់ច្រៀងបរោះជាងណាគាត់ច្រៀងបរោះជាងអ្នកដតីហើយសម្រាប់ខ្ញុំនេះណាគាត់ដាក់ថានេះស្រីគេក្លាហានគេបានរូបបងចំណែកនួនល្អងបានត្រឹមរូបថតយកតែអីរូបថតគេយកមនុស្សបាត់ទៅហើយយកតែអីសន្តិភាពគេយកដីបាត់ហើយអញ្ចឹងអ៊ុំសំអានមែនទេគាត់ថាយើងបានសន្តិភាពថៃបានដីអេងចាអៀងគាត់ថាអបអសាទរសន្តិភាពបាត់ដីអានទៅវាចុកចាប់ជាងគេយកមកជុល1000ចាក់ដើមទ្រូងបងប្អូនមែនទេអានទៅមូរីបូរ៉ាយើងវាឈឺចុកចាប់ជាងគេយកមកជុលចាក់ដើមទ្រូងទៅទៀតឈៀងលាក់ខេនីចុះវាសម្រាប់សូនតារាតើសូនតារាជឿអេងឆៃអៀងឬក៏ជឿអ៊ុំសំអានទេថាអេងឆៃអៀងថាសន្តិភាពបាត់ដីអ៊ុំសំអានថាយើងបានសន្តិភាពគេបានដីដល់ទៅពេលអញ្ចឹងសូនតារាសរសេរកំណាព្យមួយបាទណានៅលាភូមិជោគជ័យលាដីព្រៃច័ន្ទហើយខ្ញុំដាក់សញ្ញាសួរតើពិតទេបើយោងតាមអ៊ុំសំអានពីព្រោះបើកាលណាយើងបានសន្តិភាពណាគេបានដីអញ្ចឹងចាប់ពីថ្ងៃនេះតទៅយើងនឹងលែងមានដំណឹងអំពីភូមិព្រៃច័ន្ទទៀតហើយអ្នកណាផ្សាយអំពីភូមិព្រៃច័ន្ទនឹងជោគជ័យនឹងទទួលរងពីបទញុះញង់ចាក់ដាក់គុកព័ត៌មានខ្លាំងៗហើយអាសូនតារានិយាយនេះគឺមាននៅក្នុងកិច្ចព្រមព្រៀងមានក្នុងកិច្ចព្រមព្រៀងកិច្ចព្រមព្រៀងហ្នឹងគឺបង្ខំគឺនិយាយពីព័ត៌មានខ្លាំងៗនេះ fails គេនិយាយពី fail statement fails information ណាំប៊ុនលីបងប្អូនទៅមើលបើមិនជឿមែនទេខ្ញុំអានលម្អិតណាស់បាទបានខ្ញុំលើកយកមកនិយាយនេះប៉ុន្តែសួរថាសូនតារាជឿទេខ្ញុំអត់ដឹងមែនទេប៉ុន្តែសំណេររបស់អេងចាអៀងនិងអ៊ុំសំអានវាជាមកជុលចាក់ឲ្យខ្ញុំធ្លុះធ្លាយព្រោះខ្ញុំតម្កល់ទឹកដីធំជាងអាយុជីវិតរបស់ខ្ញុំអញ្ចឹងសូនតារាគិតយ៉ាងម៉េចខ្ញុំដាក់នៅក្នុងប្រធានបទថាយើងចាំមើលទាំងអស់គ្នាយើងចាំមើលទាំងអស់គ្នាបើនេះពីព្រោះយើងមិនអាចបើនិយាយឲ្យយុត្តិធម៌ខ្ញុំមិនអាចនេះទៅជឿខ្ញុំមិនអាចទៅជឿនរណាម្នាក់ក្រៅតែពីជាក់ស្ដែងលទ្ធផលនេះប៉ុន្តែខ្ញុំមានអារម្មណ៍ឈឺចាប់ដូចមកជុលចាក់រាប់លានមកជុលចាក់ចូលដើមទ្រូងពីព្រោះរឿងភូមិហេងសំរិនវាជាក់ស្ដែងហើយរឿងព្រំដែនជាមួយនឹងយួនដោយតែអេងចាអៀងក៏ធ្លាប់លើកឡើងអ៊ុំសំអានលើកឡើងជាដរាបណាគឺវាពិតដូច្នេះវាពិបាកនឹងហាមខ្ញុំណាស់បូណាមិនឲ្យជួយចាប់ណាវាពិបាកនឹងហាមខ្ញុំមិនឲ្យជួយចាប់ណាបើទោះបីជាខ្ញុំមិនទាន់ជឿទៅលើសាររបស់អេងចាអៀងឬក៏អ៊ុំសំអាន 100% ដោយអត់ឃើញទាន់ឃើញលទ្ធផលក៏ដោយប៉ុន្តែន័យធៀបទៅនឹងប្រវត្តិសាស្ត្រនៃការគូសក្រឹតព្រំដែនជាមួយនឹងវៀតណាមគឺសាររបស់អេងចាអៀងនិងសារអ៊ុំសំអានវាឆ្លុះបញ្ចាំងការពិតមួយដែលធ្វើឲ្យខ្ញុំឈឺចាប់ប៉ុន្តែសួរតែខ្ញុំជឿអានេះខ្ញុំនិយាយច្បាស់មែនទេវាធ្វើឲ្យខ្ញុំជឿចាប់បើសួរថាជឿខ្ញុំចាំមើលសិនហេតុអីពីព្រោះបងប្អូនស្ដាប់សូនតារាគឺមានហេតុផលពីព្រោះបើចាប់ពីថ្ងៃនេះតទៅបងប្អូនលែងទទួលបានដំណឹងពីភូមិជោគជ័យមានន័យថាយើងបាត់បង់ហើយចាប់ពីថ្ងៃនេះតទៅបើអ្នកណានិយាយពីភូមិព្រៃច័ន្ទ
ត្រូវបានគេចាប់ដាក់គុកយើងបាត់បង់ហើយដូច្នេះហើយបានជាហ៊ុនម៉ាណែតកាលសម្ពុតណាប្រលានយន្តហោះគាត់និយាយថាកុំសួរហេតុអីពីព្រោះមិនត្រូវមនុស្សរបស់ដែលបាត់បង់មិនត្រូវការឲ្យអ្នកណាដឹងទេបើដឹងទៅគឺមានការជឿចាប់ហើយមហាជនទាំងមិនថាគណៈបកប្រជាជននេះហត់បន្ទឿប្រជាជនទូទៅគឺមានការជឿចាប់ប្រជាជនណាក៏ដោយមិនត្រូវការឲ្យមានដឹកនាំកាត់ទឹកដីទៅឲ្យបរទេសទេមែនទេដាច់ខាតប្រជាជនគ្រប់គ្រងការច្បាំងពាក់ព័ន្ធជាមួយនឹងការកាត់ទឹកដីត្រូវតែច្បាំងដូច្នេះហើយបានជាប្រទេសមួយមានក្រសួងការពារជាតិក្រសួងសង្គ្រាមមានកងទ័ពគឺដើម្បីការពារទឹកដីមិនមែនដើម្បីកាត់ទឹកដីទេណាទឹកដីមានតម្លៃជាងជីវិតអញ្ចឹងខ្ញុំជឿថាគ្រប់ពលរដ្ឋទាំងអស់ឮដំណឹងថាបាត់ទឹកដីទោះជាមនុស្សមិនហ៊ាននិយាយប៉ុន្តែក្នុងចិត្តស្អប់ក្នុងចិត្តឈឺចាប់ណាស់មិនថាគណៈបកប្រជាជនមិនថានរណាទេក្នុងចិត្តឈឺចាប់ណាស់នៅពេលណាដែលបាត់បង់ទឹកដីដូច្នេះយើងចាំមើលទាំងអស់គ្នាខ្ញុំអត់ជឿនរណាទេខ្ញុំចាំមើលថាតើកិច្ចព្រមព្រៀងសន្តិភាពហ្នឹងនឹងធ្វើឲ្យយើងបាត់ដំណឹងហ្នឹងមានន័យថានិយាយលេខបានបងប្អូនណាចាំមើលតិចទៀតទៅនិយាយលេខបានហ្នឹងគឺអីទី1គេនឹងទៅសម្លាប់ប្រជាជននៅក្នុងភូមិនឹងឈប់ឲ្យនិយាយណាពីព្រោះប្រជាជនក្នុងភូមិមានការជួយចាប់ត្រូវតែធ្លាយព្រោះដំណឹងខ្លះអ្នកសារព័ត៌មានទៅមិនបានអ្នកភូមិធ្លាយដំណឹងមកទី1គេនឹងទៅសម្លុតអ្នកភូមិទាំងអស់មិនឲ្យនិយាយហើយគេនឹងផ្ដាល់ភូមិដីថ្មីគេនឹងបណ្ដេញមនុស្សចាក់ចេញពីនឹងគេនឹងផ្ដាល់ដីពួកដីខ្មែរច្រើនណានៅកន្លែងណាផ្សេងទៅណាមានភូមិប្រជាជនមានប្រមាណហិកតាគឺផ្ទះទទួលដីប្រមាណម៉ែត្រការ៉េគឺបានប្រប៉ាតប៉ុណ្ណឹងមកវិញមកមានន័យថាប្រគល់ភូមិជោគជ័យឬក៏ប្រគល់នឹងភូមិព្រៃចន្ទហ្នឹងឲ្យទៅថៃទៅដកភូមិទាំងអស់ហ្នឹងបំបិតមាត់ស្ងាត់មាត់ចាំងស្រីទៅឲ្យដីផ្សេងទៀតណាទៅឲ្យដីផ្សេងទៀតហើយបិទព័ត៌មានអ្នកណានិយាយអំពីភូមិជោគជ័យនិងភូមិព្រៃចន្ទគឺមានទោសញុះញង់អ្នកណាស្រឡាញ់ប្រទេសជាតិស្ដាយទឹកដីគឺត្រូវជាប់គុកពីបទញុះញង់អានឹងវាអាចមិនចេះអានេះគេថារបៀបដែលធ្វើឲ្យបាត់បង់ព័ត៌មានណាទី1គឺគេធ្វើចឹងដាក់ប្រជាជនទី2គឺអ្នកសារព័ត៌មានដឹងតែខ្លាចហើយលែងហ៊ានផ្សាយចាប់ពីថ្ងៃនេះទៅនឹងបាត់ដំណឹងឈឹងអំពីភូមិជោគជ័យនិងភូមិព្រៃចន្ទបើដូចណាអេងចៃអៀងនិងសំអានបានសរសេរអញ្ចឹងយើងនឹងដឹងថាតើអេងចៃអៀងនិងអត្ថបទរបស់សំអានមានកម្រិតជោគជ័យប៉ុណ្ណាយើងមើលការវិវត្តថាតើយើងនឹងលែងមាននរណាហ៊ាននិយាយវ៉ាន់ដេតពុនអំពីភូមិជោគជ័យនិងព្រៃចន្ទដែរឬទេសម្រាប់សូនតារាសំបីតែនិយាយឥឡូវនេះបងណាខ្ញុំស្ទើរគាំងបេះដូងណាបងណាអ៊ីរិចឆខ្ញុំស្ទើរគាំងបេះដូងពេលដែលខ្ញុំអានអត្ថបទរបស់សំអានណាខ្ញុំមិនសុខចិត្តដាច់ខាតហើយខ្ញុំជឿថាប្រជាជនខ្មែរមិនសុខចិត្តដាច់ខាតពេញបណ្ណាចំពោះការកាត់ទឹកដីទោះមួយចំអាមក៏ដោយកុំថាភូមិព្រៃចន្ទឬភូមិជោគជ័យវិធីមួយទៀតគេអាចរក្សាភូមិជោគជ័យនិងព្រៃចន្ទប៉ុន្តែគេអាចកាត់កន្លែងផ្សេងជំនួសដែលមនុស្សមើលមិនដឹងជាកន្លែងដែលគ្មានមនុស្សរស់នៅដូចជាព្រៃឈើភ្នំអីទៅប្រាសាទអីផ្សេងហ្នឹងទៅដើម្បីជួសជុលណាបើយោងតាមសំអានគឺកិច្ចព្រមព្រៀងនោះនិងយោងតាមអេងចៃអៀងគឺសន្តិភាពបាត់ដីច្បាស់ណាស់ថាអេងចៃអៀងគាត់សំដៅទៅលើកាត់ដីដូរយកសន្តិភាពដែលមនុស្សនៅក្នុងលោកបងប្អូនមនុស្សនៅក្នុងលោកបុព្វបុរសខ្មែរយើងតាំងពីដូនតាតាំងពីរាប់លានឆ្នាំមកបូណាសុផាន់សគឺបានបូជាជីវិតសាច់ស្រស់ឈាមស្រស់ដើម្បីការពារទឹកដីរហូតណាយើងការពារមិនបានត្រូវសត្រូវលេបហើយយើងយកបានមកវិញដោយបារាំងតែបែរទៅជាយើងមានសន្តិភាពមិនអាចការពារទឹកដីបានទៅជាមានសង្គ្រាមការពារទឹកដីបានទៅវិញណាសន្តិភាពអេងចៃអៀងថាបាត់ដីមានន័យថា
យើងបានសន្តិភាពធ្វើអីបើបានសន្តិភាពបាត់ទឹកដីប្រទេសរលាយប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាស្រាត់ខោជន់ផ្ដាច់ការបងគុំផ្លាស់ប្ដូរផ្នត់គំនិតមួយអានឹងខ្ញុំនិយាយបែបវិទ្យាសាស្ត្រមានន័យថាខ្ញុំមិនជឿមិនទាន់ជឿថាតើអ៊ុំសំអានឬក៏អេងជាអៀងគាត់និយាយពិតប៉ុន្តែយើងចាំមើលលទ្ធផលទាំងអស់គ្នាងាយទេបើចាប់ពីថ្ងៃនេះតទៅយើងបាត់ដំណឹងសូន្យអ្នកណានិយាយអំពីបញ្ហាព្រំដែនជាប់គុកមកលៀនភាគលៀនលាហើយភូមិជោគជ័យលាដីព្រៃច័ន្ទឈឺចាប់ណាស់ឥឡូវយើងមកដល់ចំណុចមិញខ្ញុំនិយាយចំណុចទី2បាទទី1យើងពីកិច្ចព្រមព្រៀងសន្តិភាពទី2ខ្ញុំនិយាយអំពីសាររបស់អ៊ុំសំអាននិងសារអេងជាអៀងនិយាយអំពីសន្តិភាពបាត់ដីយើងបានសន្តិភាពគេបានដីបានសន្តិភាពបានដីបងប្អូនណាចាមណាចាមត្រូវតែបង្រៀនកូនចៅតគ្នាឲ្យស្គាល់ថាខ្លួននឹងណាពីដើមមានប្រទេសមិនត្រូវលងលុកអ្នកខ្លះទៅនឹងផលប្រយោជន៍បុគ្គលផលប្រយោជន៍ផ្ទាល់ខ្លួនណាបងប្អូនស្រីមុចបំភ្លេចកំណើតដែលខ្លួនបានណាសន្តិភាពបាត់ប្រទេសឥឡូវចាមដែលរស់នៅស្រុកនៅវៀតណាមមានដែរដែលមិនអត់ទេនៅស្រុកវៀតណាមនៅស្រុកខ្មែរមានសន្តិភាពអត់មានសង្គ្រាមអត់មានរដ្ឋាភិបាលអត់មានសេដ្ឋកិច្ចអត់មានអរញ្ញវត្ថុអត់មាននេះទេបានណាអានេះគឺមហាកម្ពុជាសន្តិភាពមហាកម្ពុជាគ្មានអ្វីសន្តិភាពជាងនគរចម្ប៉ាទេបងប្អូនទៅមើលនគរចម្ប៉ាបច្ចុប្បន្នណាចាមិនដែលតែឈឺក្បាលបងប្អូននគរចម្ប៉ានៅស្រុកយួនណាយួនកដាលបងប្អូនទៅមើលនគរចម្ប៉ារបស់ចាមនៅស្រុកយួនណាមហាសន្តិភាពគ្មានបាតកម្មគ្មានអ្នកតវ៉ាគ្មានសង្គ្រាមគ្មានការបាត់បង់ទឹកដីព្រោះអានឹងវាបានសន្តិភាពប៉ុន្តែវាបាត់ប្រទេសវារលាយអញ្ចឹងហើយបានជាខ្មែរអ៊ីស្លាមដែលនៅក្នុងប្រទេសកម្ពុជាត្រូវតែមានឧត្តមគតិមនសិការខ្ពស់ស្រឡាញ់ទឹកដីរបស់យើងព្រោះជាទឹកដីយើងហើយព្រោះប្រហែលចំនួនហើយវាលែងឆាមហើយកើតទៅស្រុកខ្មែរកុំថាឡើយតែ2ចំនួនខ្លះវាចូលចង់20ចំនួនហើយតែ3ចំនួនហើយវាទៅជាខ្មែរហើយនៅនេះវាទៅយើងជាខ្មែរគ្រាន់តែថាយើងធ្លាប់មានប្រវត្តិដូនតាបាត់បង់ទឹកដីប្រវត្តិដូនតាបាត់បង់ទឹកដីដោយសារយើងសន្តិភាពឥឡូវយកទៅសន្តិភាពនគរចម្ប៉ាសិនណាអាហ្នឹងណាអញ្ចឹងបានថាឥឡូវនេះយើងរួមគ្នាណាដាវីដាកឹមទឹកដីមកចំអាមជាទឹកដីរបស់យើងខ្មែរគ្រប់ជាតិសាសន៍ទាំងអស់ទឹកដីមកចំអាមជាទឹកដីរបស់យើងណានេះជាពិសេសខ្មែរអ៊ីស្លាមដែលធ្លាប់មានប្រវត្តិបាត់ប្រទេសត្រូវតែជួយចាត់ជាងគេពេលដែលឃើញថៃយកដីយើងមកចំអាមណានេះប្រវត្តិបាត់ប្រទេសបងប្អូនណាខ្មែរមានប្រវត្តិបាត់បង់ទឹកដីមិនបាត់ប្រទេសទេខ្មែរនឹងចាមខុសគ្នាអានេះយើងនិយាយដើម្បីឲ្យមនុស្សស្រឡាញ់ទឹកដីមែនទេខ្មែរនឹងចាមខុសគ្នាខ្មែរចាមគឺខ្មែរដូចគ្នាខ្មែរអ៊ីស្លាមហើយនឹងខ្មែរយើងខុសគ្នាត្រង់ថាចាមបាត់បង់ទឹកដីបាត់បង់ប្រទេសខ្មែរបាត់បង់ទឹកដីគឺបាត់បង់កម្ពុជាក្រោមបាត់បង់សុរិន្ទបុរីរ៉ាំស្រះកែវបើនេះត្រាបអានោះសិតខេត្តជាប់ព្រំដែនយើងហ្នឹងបើនេះស៊ីសកេតយើងបាត់បង់ខ្មែរបាត់បង់ទឹកដីតែសល់ប្រទេសណាដែលយើងជ្រកកោនទាំងអស់គ្នាឥឡូវនេះដូច្នេះបាត់បង់ទឹកដីមកចំអាមគឺយើងត្រូវតែការពារមិនអាចឲ្យបាត់បង់បន្តទៀតទេជាពិសេសខ្មែរអ៊ីស្លាមដែលធ្លាប់បាត់ប្រទេសហើយខ្មែរយើងដែលធ្លាប់បាត់បង់ទឹកដីថ្មីនេះដូចជាកម្ពុជាក្រោមថ្មីជាងគេសុរិន្ទបុរីរ៉ាំស្រះកែវបាត់មុនកម្ពុជាក្រោមបាត់ថ្មីជាសតាពរទើបតែនៅឆ្នាំ1949នេះទេថ្មីណាស់បងប្អូនថ្មីណាស់ក្រោយពេលដែលបារាំងនេះចាក់ចេញពីប្រទេសកម្ពុជាដូច្នេះប្រវត្តិបាត់ដីនេះវាថាសម័យមុនវាសង្គ្រាមប៉ុន្តែឥឡូវសន្តិភាពហើយឬអីយើងបាត់ដីចំណុចចុងក្រោយនៅក្នុងប្រធានបទទី1គឺនិយាយពី Donald Trump Prince Igor ណា Faviche Donald Trump បងប្អូនយើងខ្លះគេយកអានឹងទៅជាមោទនភាពថា
thảo bàn cùi chật đồ là trầm bàn cùi ấy chân từ khá kì nè thà bởi cái nhóm nó nhóm chán là tôi dẫn nặng nhóm đó đôi kế vô mày ai kia mà đã lại cái chia về cho nhóm đấy rồi cái chia ấy cho tôi chia rồi ra chia thứ rồi ra gì cho tôi thua đó rừng khơi nếu như là mình thấy quạt đồ lại quý quạt cặp play thế quạt liên cặp play nhé quạt thường chân là bây giờ ban sau thì thế này dương từ giờ nâng từ bằng áp á nhưng từ giờ nè giờ tháo nếu như là mình thấy nâng xả háo à còn tháo lấy tại plan đầy luốt đầy không mày số bây giờ cái ấy cái luốt đây mẹ thế anh nâng thò mà đá nè để cho hạt lấy khá sạch sấy cứ cái đâu cái gì mà đo mình nè nè rứ có cái ai trong này dây cái liên cái plane nè đó là thay bằng coi nâng hơi cái lược chú bùa cái lược vật tê đi cái lược ở nâng mốc cái liên sau tê nâng là một con viên tê khác cái phơ ối viết nập snal nâng cầm đo bạ rìa cả bao bông phô ôn cùng mưa rụp hiệp bao bông phô ôn mưa ắt tận này mưa tật mục mưa cài về cá cứ thay liên sau tê anh đức nhung gì bắt nó vào đó bao bông phô ôn bằng không thì nhung từ chê tám nhưng mà đằng ấy nhung mưa tật mốc cái Richard nhung mưa từ tật mốc nhung mưa từ cài về cá mưa từ bạ rìa cá thay cái miền cái tận đá tới bằng pin rương mua rương gặp ấy thì anh nâng kia cái hậu thay cái liên sau ở sập bài để con pratica thì anh ấy liên sau ở sập bài để con pratica tại phần nó mũi chuyện nhớ bị nhom nhầm bị Donald Trump cho Donald Trump chỉ sáng say còn ở đằng tha ta đây tham ai nữa ta na tê mình đi xuống thấy khai cái tha Donald Trump rồi hốt đó cho hạt lê kha hơi rương ấy ta tham ai cắt đấy đôi sòng an thế Donald Trump có miếng score đây tham ai tê Donald Trump có miếng score tha tham ai dân đây nữa ta na có miếng đằng tập sát tham ai dân nữa ta na nữa ta này ấy có đầu sòng khánh từ lứa cách xã प्रतिबद्धការសន្តិភាពគ្មានជំលោះប្រដាប់អាវុធតែប៉ុណ្ណឹងរឿងដូណាល់ត្រាំរឿងយើងកាត់ភ្នំកាត់ដីកាត់ប្រាសាទតែគាត់អត់ខ្វល់ទេគាត់ដឹងទេគាត់មិនខ្វល់ហើយគាត់មិនស្គាល់ចំណុចទី1ខ្ញុំនិយាយឆ្លើយតបទៅនឹងបងប្អូនយើងណាចំណុចទី2ថៃមានអង្គការចាត់តាំង2បងប្អូនត្រូវដឹងទី1រដ្ឋាភិបាលទី2យោធាពេលខ្លះរដ្ឋាភិបាលហើយនឹងយោធាអត់ស្ដាប់គ្នាទេពេលខ្លះវាមិនមែនថាមិន 100% ទេរដ្ឋាភិបាលហ្នឹងគឺបោះឆ្នោតដោយប្រជាជនបងប្អូនដឹងហើយប្រព័ន្ធដឹកនាំរបស់ប្រទេសថៃប្រជាធិបតេយ្យប៉ុន្តែយោធាមានអាសនៈដោយមិនបាច់បោះឆ្នោតមែនទេឈ្នះស្រាប់ឈ្នះរហូតច្បាប់ហ្នឹងគឺឈ្នះរហូតអញ្ចឹងបើសិនជាពួកយោធាមានទំនោរទៅខាងណាទោះជាខាងនោះឯកភាពឬជាប់ឆ្នោតក៏មិនអាចដឹកនាំប្រទេសបានដែរអ្នកដឹកនាំប្រទេសនៅប្រទេសថៃគឺដឹកនាំតែរដ្ឋបាលនិងសេដ្ឋកិច្ចគ្រប់គ្រងរដ្ឋបាលសាធារណៈតែប៉ុណ្ណោះបងប្អូនណានៅប្រទេសថៃណាគឺនាយករដ្ឋមន្ត្រីដូចជាប្រធានរដ្ឋបាលសាធារណៈទេប្រធានរដ្ឋបាលសាធារណៈនឹងគឺស្អីបងប្អូនរដ្ឋបាលសាធារណៈវាហៅរដ្ឋបាលការគ្រប់គ្រងរដ្ឋបាលយ៉ាងនេះកែវណារដ្ឋបាលគឺគ្រប់គ្រងប្រទេសទាំងមូលហ្នឹងប្រទេសសួរថាគ្រប់គ្រងអំណាចប្រទេសមែនទេគឺពួកយោធាមុនទៅចាំគ្រប់រដ្ឋបាលប្រទេសមានច្បាប់ទម្លាប់អីទាំងអស់អន្តោប្រវេសន៍សេដ្ឋកិច្ចពាណិជ្ជកម្មច្បាប់ដាក់នវត្តប្រតិបត្តិការជាតិមួយទាំងមូលអានេះហៅរដ្ឋបាលជាតិប៉ុន្តែអំណាចយោធាអំណាចជាតិអំណាចសម្រេចរបស់ជាតិមែនទេទិសដៅប្រទេសជាតិទស្សនវិស័យប្រទេសជាតិដើរទៅណាប្រទេសថៃមានមុខមាត់យ៉ាងម៉េចថៃត្រូវមានលក្ខណៈយ៉ាងណាគឺពួកយោធាហើយចំណែករដ្ឋបាលរបស់រដ្ឋាភិបាលគឺអនុវត្តទៅតាមមុខមាត់ដែលយោធាកំណត់តែប៉ុណ្ណោះអញ្ចឹងវាអាចនៅបញ្ហាតំណែងទេរដ្ឋាភិបាលថៃអត់លំបាកទេបងសម្រាប់ខ្ញុំរដ្ឋាភិបាលថៃមិនលំបាកទេហើយរដ្ឋាភិបាលថៃក៏យុត្តិធម៌ដែរប៉ុន្តែអ្វីដែលប្រទេសថៃជាប្រពៃណីតាំងពីដើមមករដ្ឋាភិបាលនិងយោធាច្រើនតែមិនសូវស្របគ្នាទេអញ្ចឹងរាល់កិច្ចព្រមព្រៀងទាំងឡាយណាតែងតែមានការរំខានតែងតែមានការប្រទាំងប្រទេសជាមួយនឹងមែនទេយោធាហើយមិនមែនជាដំណោះផ្ទៃក្នុងទេណាដូចសម្ដេចថាជាដំណោះផ្ទៃក្នុងមិនមែនទេជាវប្បធម៌តាំងពីដើមមកមិនថ្មីទេមែនទេរាប់សិបឆ្នាំហើយអញ្ចឹងបញ្ហានៅប្រទេសថៃគឺត្រង់ថាវប្បធម៌នយោបាយរវាងមេដឹកនាំប្រទេសនិងអ្នកសម្រេចកិច្ចការធំណែអញ្ចឹងបានខ្ញុំសរុបមកវិញថា
យើងកុំអាលកុំអាលរំជួបរំជួលកុំអាលញញឹមយើងចាំលទ្ធផលទាំងអស់គ្នាហើយលទ្ធផលដែលយើងរងចាំមនុស្សគ្រប់រូបនេះតន្ទឹងរងចាំនោះគឺថាតើភូមិជោគជ័យនិងភូមិព្រៃច័ន្ទទៅណាសូនរាសូមបួងសួងហើយខ្ញុំសូមបួងសួងនិងរំពឹង 100% ថាសម្ដីរបស់អេងចៃអៀងគឺខុសខ្ញុំរំពឹងថាសូមឲ្យអត្ថបទសម្ដីរបស់អ៊ុំសំអានខុសទៅចុះព្រោះខ្ញុំណែតម្កល់ទឹកដីជាតិធំជាងអាយុជីវិតមែនទេសូមឲ្យសម្ដីរបស់អេងចៃអៀងសន្តិភាពបាត់ដីឲ្យខុសទៅចុះមែនទេហើយអេងចៃអៀងខ្លួនឯងក៏បន់ឲ្យខុសដែរពីព្រោះគាត់មិនអាចទទួលយកបានណែសន្តិភាពបាត់ដីឡើយហើយសូមឲ្យញ៉ាំនេះសម្ដីរបស់អ៊ុំសំអានខុស 100% ទៅចុះពីព្រោះអ៊ុំសំអានខ្លួនឯងក៏បន់ឲ្យការគិតរបស់គាត់ខុសដែរគឺយើងបានដីយើងបានសន្តិភាពថៃបានដីព្រៃចំណិត share វីដេអូនេះទៅកាន់ព្រៃចំណិតដទៃទៀតទូរទស្សន៍សូនតារាស្រាត់ខោជន់ផ្ដាច់ការខ្មែរប្រូឆៃផ្លាស់ប្ដូរផ្នត់កំណត់និយាយខ្លីលេងណានាយករដ្ឋមន្ត្រីថៃនៅប្រទេសម៉ាឡេស៊ីដែលគាត់លើកផ្លាកកម្ពុជាថៃហ្នឹងអាហ្នឹងគាត់លេងសើចទេខ្ញុំមើលទៅបរិយាកាសហ្នឹងគឺធ្វើបង្កើតឲ្យវាមានលក្ខណៈស្និទ្ធស្នាលនិងបរិយាកាសសบายរីករាយសន្តិភាពទេគាត់មិនមែនតែមានចេតនាទៅឈ្លានពានដូរកន្លែងទៅបំពេញនេះគ្មានទេអាហ្នឹងចេតនាពិតប៉ុន្តែយើងអាចបកស្រាយបាននេះរូបភាពយើងអាចយកមកលេងយកមកបកស្រាយអីបានទៅយើងថាមិនក៏បានទេសុនរាយកលោកគ្រូទៅខឹងគ្នាយើងអត់ទេធម្មតាទេបងប្អូនគ្មានអ្នកណាអាចទៅហាមហាជនបានទេមែនទេហើយខ្ញុំអបអរសាទរវិញដែលមហាជនលើកយកអាហ្នឹងមកនិយាយយកមកធ្វើជារឿងកំ pl ែងក៏ដោយរឿងអីក៏ដោយពីព្រោះធម្មតាណាបងប្អូនខ្សែភាពយន្តមួយដែលបញ្ចាំងមកមនុស្សមួយលានអ្នកមើលមិនមែនមនុស្សមួយលានអ្នកមានទស្សនៈដូចគ្នានិងស្រឡាញ់តួអង្គដូចគ្នាទេសូម្បីនៅក្នុងរឿងសាមកុកបិទតែមនុស្សភាគច្រើនស្រឡាញ់ជូកើលៀងខុងមីងប៉ុន្តែមិនមែនមានន័យថាមនុស្សទាំងអស់នឹងមិនស្រឡាញ់តួអង្គឆាវមិនស្រឡាញ់តួអង្គស៊ុនឈៀនមិនស្រឡាញ់តួអង្គលីវប៉ៃមិនស្រឡាញ់តួអង្គស៊ីម៉ាអ៊ីមានអ្នកខ្លះស្រឡាញ់ស៊ីម៉ាអ៊ីជាងខុងមីងផងហ្នឹងណាអញ្ចឹងគ្រាន់តែថាតិចក៏ដោយច្រើនក៏ដោយវាត្រូវតែមានអីប្លែកហើយខ្ញុំអត់មានទៅថៃទេគ្រាន់តែថាបើសម្រាប់ខ្ញុំណាគឺសកម្មភាពនៃកាយវិការរបស់នាយករដ្ឋមន្ត្រីថៃនៅប្រទេសម៉ាឡេស៊ីគឺជាការបង្កើតបរិយាកាសរីករាយតែប៉ុណ្ណោះមិនមែនជាការឈ្លានពានกับអីផ្លាកអីទេមិនមែនទេគាត់ក៏ប្លែងទេប្រធានបទទី2ព្រៃចំណិត share វីដេអូនេះទៅកាន់ព្រៃចំណិតដទៃទៀតមានជីវិតត្រូវទៅតស៊ូទូរទស្សន៍សូនតារាស្រាត់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់កំណត់បងប្អូនចូលស្ដាប់សូនតារាអ្វីដែលបងប្អូនរំពឹងគឺយុត្តិធម៌និងសច្ចធម៌ខ្ញុំមិននិយាយអ្វីដែលមិនយុត្តិធម៌ទេមែនទេហើយខ្ញុំមិននិយាយអ្វីដែលមិនសច្ចធម៌ទេចំណុចហ្នឹងឯងដែលមែនទេទូរទស្សន៍សូនតារាមានប្រជាប្រិយភាពផ្ដួលទូរទស្សន៍គណៈបកប្រជាជន50%ប្រធានបទទី2សម្ដេចផ្សាយខ្ញុំមិនដឹងថាឥឡូវនេះខ្ញុំសួរបងប្អូនព្រោះខ្ញុំកំពុងតែផ្សាយផ្ទាល់ខ្ញុំមិនដឹងទេតើសម្ដេចបិទការផ្សាយផ្ទាល់ហើយឬនៅណាជជែកឥឡូវប្រធានបទទី2នេះជាប្រធានបទផងជាផ្សេងផងណាព្រោះប្រធានបទសំខាន់ផ្ដោតលើអាទី1ទេឡាំវ៉ាន់បងប្អូនចូលមើល page នៃសម្ដេច page ហ៊ុនសែនណា Christina Lass តើគាត់នៅផ្សាយផ្ទាល់ឬក៏បញ្ចប់ការផ្សាយផ្ទាល់ហើយបងប្អូនគ្រាន់តែឆ្លើយប្រាប់ខ្ញុំថានៅនឹងចប់មួយម៉ាត់ពីព្រោះមានពេលខ្លះសរសេរវែងពេកខ្ញុំអានខុសខ្ញុំអានច្រឡំដូចជាប្រិយមិត្តម្នាក់អីអ្នកស្រែគាត់ខមមិនណែល្អនេះប៉ុន្តែខ្ញុំអានច្រឡំបាទភ្នែកខ្ញុំក៏មិនប្រកែព្រោះនៅមើលថាអ៊ីវទៅបានបងប្អូនចូលមើលហើយជួយប្រាប់ខ្ញុំបន្តិច Patty Slamberg តើទំព័រ Facebook របស់សម្ដេចឈប់ឬក៏នៅបន្តបិទហើយអូបាទគ្រូម៉ុងតូបិទហើយបាទបិទហើយខ្លៅខ្ញុំនិយាយអញ្ចឹងដើម្បីឲ្យមេវិជ្ជាស្ដែងសម្ដេចបានផ្សាយផ្ទាល់នៅលើទំព័រ Facebook របស់គាត់អំពីការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព
នៃការចាប់ផ្ដើមដកចន្ទ្រាបដីលីអាវុធយុទ្ធភ័ណ្ឌធនធ្ងន់ចេញពីព្រំដែនណាការផ្សាយផ្ទាល់របស់សម្ដេចនៅក្នុងទំព័រ Facebook របស់គាត់ទទួលបានការទស្សនាច្រើនសន្ធឹកសន្ធាប់ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រដូចមើលបដាលជាងហេតុអីពីព្រោះកន្លែងនេះណាខ្ញុំនិយាយបន្តិចប៉ាហេងបញ្ជាក់ថាហ៊ុនសែនសកម្មភាពរបស់គាត់កំពុងតែស្ថិតនៅក្រោមការឃ្លាំមើលក្រសែភ្នែករបស់ប្រជាជនយ៉ាងយកចិត្តទុកដាក់មិនមែនមានន័យថាគ្រប់គ្រងហ៊ុនសែនទេណាបើការផ្សាយផ្ទាល់របស់ហ៊ុនសែនមានអ្នកមើលដូចទម្លាប់តិចជាងសូនតារាគាត់ដូចទម្លាប់បើផ្សាយយូរទៅគឺអត់ទេអានេះឬក៏ថាបើការផ្សាយផ្ទាល់របស់គាត់មានអ្នកមើលត្រឹមតែ 1K ឬ 2K មានន័យថាបញ្ហាព្រំដែនមិនសំខាន់សម្រាប់ខ្មែរទេបើហ៊ុនសែនផ្សាយផ្ទាល់មានអ្នកមើល40 50រហូតដល់បើ 100K ពាក់ព័ន្ធជាមួយនឹងបញ្ហាព្រំដែនណាផេករបស់គាត់មានអ្នកមើល 100K ហ៊ុនសែនត្រូវតែភ័យមិនសប្បាយទេត្រូវតែភ័យដោយសារអីដោយសារថាអញកំពុងតែស្ថិតនៅក្រោមក្រសែភ្នែកខ្មែររាប់ពីអ្នកហើយគេមើលអញពីព្រោះរឿងព្រំដែនណានរណាក៏ចាប់អារម្មណ៍ឈឺចាប់ចង់ដឹងដែរតែវាយ៉ាងម៉េចមែនទេហ៊ុនសែនត្រូវប្រយ័ត្នពីដែលគាត់ផ្សាយហេតុអីបានគាត់ផ្សាយធម្មតាមានមនុស្សមើលតិចប៉ុន្តែគាត់និយាយអំពីព្រំដែនចាប់ផ្ដោតមនុស្សទុកលុកទឹកលុកដីមានន័យថាមនុស្សទាំងអស់កំពុងតែចោលភ្នែកតើកិច្ចព្រមព្រៀងសន្តិភាពនឹងដំណើរការយ៉ាងម៉េចបើកិច្ចព្រមព្រៀងសន្តិភាពនឹងដូចសម្ដីរបស់អ៊ុំសំអាននិងអេងឆាអៀងមានន័យថាប្រជាជននេះរុសចន្ទទីទ្រូថ្កោលទោសហ៊ុនសែននៅក្នុងចិត្តអ្នកដែលហ៊ាននិយាយថ្កោលទោសនេះដោយកាយវិការសកម្មភាពពិតប្រាកដដែលអាចជាប់គុកអានឹងមួយចំណុចដែលខ្ញុំចង់និយាយអំពីការផ្សាយផ្ទាល់របស់សម្ដេចចូលនៅក្នុងប្រធានបទរបស់ខ្ញុំដាក់ថាសម្ដេចផ្សាយនិងមិនផ្សាយនិងមិនផ្សាយអីផ្សាយរឿងអនុវត្តកិច្ចព្រមព្រៀងសន្តិភាពការដកអាវុធទន់ធ្ងន់ប៉ុន្តែមិនផ្សាយអីមិនផ្សាយបលានោះមែនទេមិនផ្សាយភូមិជោគជ័យមិនផ្សាយភូមិព្រៃច័ន្ទមិនផ្សាយប្រាសាទតាមាន់តូចមិនផ្សាយប្រាសាទតាមាន់ធំមិនផ្សាយមែនទេភូមិនៅភ្នំទ្រាប់មិនផ្សាយវាលន្ត្រីមិនផ្សាយប្រាសាទព្រះវិហារអញ្ចឹងហើយបានជាខ្ញុំណាស៊ីថាលប់ឆាងខ្ញុំត្រឡប់ទៅឲ្យបងប្អូនមើលរូបមន្តរបស់សូនតារាគឺអីគេហ៊ុនបូកនឹងសែនស្មើនឹងគម្រាមបូកនឹងបោកបងប្អូនណាធម្មវណ្ណថៃអ្វីដែលហ៊ុនសែននិយាយឃើញគឺជារបស់คล้ายសកុនត្រីអ៊ុំអ្វីដែលហ៊ុនសែននិយាយឃើញគឺជារបស់คล้ายរឿងអីបានជាគាត់ផ្សាយផ្ទាល់ព្រឹត្តិការណ៍អត់សំខាន់ព្រឹត្តិការណ៍អត់សំខាន់មែនទេជុំស្រស់ព្រឹត្តិការណ៍ហ្នឹងគឺជាព្រឹត្តិការណ៍ដែលវាអត់សំខាន់ដែលមនុស្សថាមិនសំខាន់ព្រឹត្តិការណ៍សំខាន់គឺព្រឹត្តិការណ៍បលាលុះប្រាសាទតាមាន់តូចប្រាសាទតាមាន់ធំទឹកដីអាននឹងបានវាសំខាន់ប៉ុន្តែហេតុអីបានគាត់ផ្សាយសូនតារាថាអ្វីដែលហ៊ុនសែនយើងឃើញគឺជារបស់ខ្លាំងគឺជាមធ្យោបាយលួងលោមអារម្មណ៍ណារ៉ូទី1ទី2បង្អួតថាជាស្នាដៃនៃភាពស្ងប់ស្ងាត់គាត់ចង់អួតថាងក់ឃើញទេឥឡូវហ្នឹងស្នាដៃនៃភាពស្ងប់ស្ងាត់របស់គាត់ភាពអត់ធ្មត់របស់គាត់ចេញលទ្ធផលហើយប្រទេសយើងមានសន្តិភាពហើយយើងលែងមានសង្គ្រាមហើយយើងដកទ័ពហើយយើងដកអាវុធហើយនេះហើយជាស្នាដៃនេះរបស់រដ្ឋាភិបាលគាត់ចង់អួតអំពីស្នាដៃអញ្ចឹងមានន័យថាប្រព័ន្ធផ្សព្វផ្សាយរបស់គណៈបព្វជិជនគេមិនដែលនិយាយអំពីការពិតទេគេនិយាយតែពីអំនួតមែនទេការលួងលោមទឹកចិត្តការបញ្ឆោតទឹកចិត្តនិងព្រឹត្តិការណ៍ដែលមិនសំខាន់ខ្លីៗតែប៉ុណ្ណោះអានឹងបងប្អូនមើលចំណុចនេះស្រៀងជាងឡានដែលថាចុះហេតុអីបានជាសម្ដេចមិនផ្សាយផ្ទាល់នៃព្រឹត្តិការណ៍ផ្សេងហើយបានគាត់ផ្សាយផ្ទាល់ព្រឹត្តិការណ៍ហ្នឹងរងពុំរដ្ឋាភិបាលតែយ៉ាងណាក៏ដោយក៏ខ្ញុំណែចូលចិត្តមើលដែរខ្ញុំចង់តាមដានព្រឹត្តិការណ៍ដែរ
អាហ្នឹងដែលខ្ញុំនិយាយថាហ៊ុនសែនផ្សាយនឹងមិនផ្សាយឥឡូវយើងទាញមកចូលណាស្ថានភាពមួយទៀតដូចដែរសួរថាចុះហេតុអ្វីបានជាគាត់មិនត្រឹមតែមិនផ្សាយផ្ទាល់ណាអំពីព្រឹត្តិការណ៍រាយបណ្ដាលុះតែគាត់ផ្សាយផ្ទាល់អំពីការដកអាវុធខ្ញុំបាននិយាយខាងដើមមិញបងប្អូនជួយច្បាស់ពីព្រោះរាយបណ្ដាលុះគឺធ្វើឲ្យមនុស្សក្តៅកាហាយហើយចំណែកដកទ័ពជាលទ្ធផលគេហៅថាសន្តិភាពធ្វើមនុស្សសប្បាយមែនទេអាហ្នឹងឯងដែលខ្ញុំថាអ្វីដែលហ៊ុនសែនដែលយើងឃើញគឺជារបស់ខ្លាំងអារបស់ពិតដែលមនុស្សចង់ដឹងអត់ទេណាតែទោះយ៉ាងណាក៏ដោយបងប្អូនយើងសរុបសេចក្តីមកយើងរងចាំមើលទាំងអស់គ្នាសុគងឃុំខ្ញុំថាតើបើយើងបាត់ដំណឹងពីភូមិព្រៃច័ន្ទនិងភូមិជោគជ័យប្រាសាទតាមាន់តូចប្រាសាទតាមាន់ធំមានន័យថាអេងជាអៀងនិងសំអាននិយាយត្រូវហើយសន្តិភាពបាត់ដីនេះជាការឈឺចាប់បំផុតពូតូចនៅក្នុងប្រវត្តិសាស្ត្រប៉ុន្តែបើយោងតាមកិច្ចព្រមព្រៀងសន្តិភាពយើងក៏នៅតែមានចំណុច2មែនទេយើងក៏នៅតែរំពឹងដែលសង្ឃឹមថាអ្វីដែលសំអានណានិយាយខុសទៅចុះចំណុច2ទី1គឺនៅក្នុងកិច្ចព្រមព្រៀងចំណុចទី7និយាយអំពីច្បាប់អន្តរជាតិអបអរសាទរច្បាប់អន្តរជាតិចំណុចមួយទៀតសន្ទរកថាផ្ទាល់របស់សម្ដេចនៅក្នុងព្រឹទ្ធសភានិយាយអំពីតុលាការអន្តរជាតិ ICJ ប៉ុន្តែយើងក៏អាចចោទសួរមួយចំណុចចុងក្រោយមុននឹងចូលទៅដល់របៀបបរិយាចុងក្រោយសម្រួលចម្លើយនឹងបញ្ហាផ្សេងពីព្រោះហ៊ុនសែនគាត់និយាយណាស្រីឡៃសឹងត្រែងគាត់អួតអំពីគុណសម្បត្តិប៉ុន្តែហ៊ុនសែនត្រូវអួតពីគុណសម្បត្តិឬក៏ហ៊ុនសែនត្រូវទទួលរងភាពអាម៉ាស់ចម្លើយមុននឹងយើងឆ្លើយអានោះណាហាញ់លុបយើងត្រូវមើលណាអត្ថបទឬក៏ទស្សនៈមួយឬក៏ហេតុការណ៍ពិតប្រាកដមួយមិនមែនអត្ថបទមិនទស្សនៈហេតុការណ៍ពិតប្រាកដមួយតើសង្គ្រាមជំលោះព្រំដែនកម្ពុជាថៃកើតពីសូនារាកើតពីសំរងស៊ីឬក៏កើតពីនរណាណាជំលោះព្រំដែនកម្ពុជាថៃមិនមែនកើតពីសូនារាឬក៏សំរងស៊ីទេកើតពីហ៊ុនសែននិយាយចង់ដូច្នេះកិច្ចព្រមព្រៀងសន្តិភាពបច្ចុប្បន្ននេះមិនមែនជាអ្វីដែលមនុស្សអបអរសាទរទេពីព្រោះជាអ្វីដែលអ្នកបង្កើតមែនទេបានធ្វើឲ្យខាតបង់បើគ្មានការបញ្ឆេះសង្គ្រាមលីអេជួនកំហុសយុទ្ធសាស្ត្រនយោបាយព្រំដែនកិច្ចការបរទេសប្រទេសក៏មិនធ្វើឲ្យមានបណ្ដាលុះក៏មិនធ្វើបយោងតាមសំអានឲ្យបាត់បង់ភូមិព្រៃច័ន្ទនិងប្រាសាទដែរអញ្ចឹងបងប្អូនត្រូវអបអរសាទរឬក៏ត្រូវថ្កោលទោសខ្ញុំដាក់ជាសំណួរចេះត្រូវអបអរសាទរឬក៏ត្រូវមែនទេឈឺចាប់បើគ្មានសង្គ្រាម5ថ្ងៃក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពរវាងខ្មែរថៃដែរសំណួរទី1សំណួរទី2តើកិច្ចព្រមព្រៀងសន្តិភាពកើតពីការស្ងប់ស្ងាត់ទេកាន់តែបាញ់សន្តិភាពកាន់តែលឿនមែនទេកាន់តែបាញ់សន្តិភាពកាន់តែលឿនគេនិយាយពីសន្តិភាពជាពាក្យសន្ទនាសរសេរនៅក្នុងអត្ថបទណានៅពេលណាដែលប្រទេសកើតសង្គ្រាមគេនិយាយពីកិច្ចព្រមព្រៀងសន្តិភាពពេលណាក្រោយពេលដែលសង្គ្រាម5ថ្ងៃនិងចំនួនព្រំដែនទោះជាអត់បាញ់គ្នាក៏ដោយទ្រឹស្ដីសន្ទនាថាគេនិយាយពីសន្តិភាពពេលដែលប្រទេសកំពុងកើតសង្គ្រាមអសន្តិសុខអសវត្ថិភាពដូចគ្នាតើគេសរសេរពាក្យស្លោកអរគុណសន្តិភាពទូទាំងប្រទេសកម្ពុជានៅពេលណានៅពេលដែលហ៊ុនសែនវាយកំទេចគណៈបកប្រឆាំងចាប់ចងសម្លាប់សេរីភាពដល់សប្តាហ៍ថ្ងៃប្រទេសកម្ពុជានឹងលែងប្រើពាក្យអរគុណសន្តិភាពពេលដែលប្រទេសកម្ពុជាមានសន្តិភាពអានេះពាក្យទស្សនវិជ្ជាប៉ុន្តែងាយយល់ប៉ុណ្ណាដូចជាប្រទេសអាមេរិកនិងប្រទេសជប៉ុនប្រទេសអូស្ត្រាលី
តើបងប្អូននៅអាមេរិកនៅកាណាដាដែលឃើញពាក្យអរគុណសន្តិភាពទេចិនតាហនអត់ដែលទេហេតុអីព្រោះជាប្រទេសដែលមានសន្តិភាពតែគេឃើញពាក្យសន្តិភាពនៅទីណានៅហ្គាហ្សានៅអ៊ុយក្រែននៅកម្ពុជានេះនៅកម្ពុជាដោយសារអីដោយសារកម្ពុជាកំពុងកើតសង្គ្រាមពិតប្រាកដណាស់ទោះជាគ្មានសង្គ្រាមជាមួយថៃប៉ុន្តែការកាប់សម្លាប់សេរីភាពកំទេចចាប់ចងមែនទេបំបិទសិទ្ធិមនុស្សជាសង្គ្រាមប្រឆាំងទៅនឹងលទ្ធិប្រជាធិបតេយ្យសង្គ្រាមប្រឆាំងទៅនឹងសិទ្ធិមនុស្សវាគឺជាសង្គ្រាមណាអានឹងខ្ញុំត្រឡប់មកទៅនេះដើម្បីឲ្យទាញចូលថាតើសង្គ្រាម5ថ្ងៃជាមួយថៃនិងកម្ពុជានេះតើយើងអបអរសាទរឬជួយចាប់យើងណាទទួលបានកិច្ចព្រមព្រៀងសន្តិភាពប៉ុន្តែប្រាសាទតាមាន់តូចនៅឯណាប្រាសាទតាមាន់ធំនៅឯណាភូមិព្រៃចាំងនៅឯណាភូមិជោគជ័យនៅឯណាវាលអន្ត្រីនៅឯណាភូមិនេះភ្នំទ្របនៅឯណាលេងមកប្រាវនេះបាត់អានឹងឈឹងយើងមកផ្ទះដៃនឹងអាកដាបងប្អូនណាយើងមកផ្ទះដៃនឹងកដាស់ដូណាត្រាំក៏ស្គាល់ប្រទេសកម្ពុជាទេគាត់ជួយយើងបានប៉ុណ្ណឹងគឺអរគុណគាត់ហើយណាអញ្ចឹងអានេះខ្ញុំចង់ឲ្យបងប្អូនមើលចំណុចហ្នឹងមែនទេតើយើងសប្បាយនឹងកដាស់ឬក៏យើងត្រូវជួយចាប់ប៉ុន្តែបងប្អូនអាចសួរតទៀតថាចុះបើយើងជួយចាប់បានប្រយោជន៍អ្វីបានប្រយោជន៍អញ្ចឹងបានជាខ្ញុំគាំទ្រចំណុចមួយនៅក្នុងកិច្ចប្រឹងប្រែងគឺច្បាប់អន្តរជាតិមានពាក្យហ្នឹងទី2គឺគាំទ្រណាជំហរនិងសេចក្តីថ្លែងរបស់សម្ដេចដែលថាទៅដល់ដៃ ICJ ហើយបងប្អូនកុំច្រឡំថាណាភាពស្ងប់ស្ងាត់ជាលទ្ធផលនៃកិច្ចព្រមព្រៀងសន្តិភាពខុសកុំយកអានឹងមកបន្លំគឺច្បាំងទេជាលទ្ធផលនៃកិច្ចព្រមព្រៀងសន្តិភាពបងប្អូនអត់ទេខ្ញុំនិយាយដូចនគរចាមនគរចម្ប៉ាបើស្ងប់ស្ងាត់ណាគេអត់និយាយសន្តិភាពទេគឺគេយកទឹកដីតែម្ដងបងប្អូនមានចាំទ្រឹស្ដីសូតាត្រឡប់ឧស្សាហ៍រំលឹកគេចរចាជាមួយមនុស្ស3ប្រភេទនិងមិនចរចាជាមួយមនុស្ស3ប្រភេទទី1គេចរចាជាមួយមនុស្សដែលខ្លាំងជាងខ្លួនទី2គេចរចាជាមួយមនុស្សដែលមិនខ្លាំងជាងខ្លួនទេប៉ុន្តែសម្រាប់អត់ងាប់មែនទេអានឹងដូចវៃវិញក៏មិនងាប់តស៊ូបានទី3គេចរចាជាមួយមនុស្សដែលស្មើគ្នាចាវអត់ចាញ់អត់ឈ្នះនៅលើពិភពលោកអត់មានខុសពីនឹងទេចុះគេមិនចរចាជជែកជាមួយមនុស្ស3ប្រភេទព្រះអាទិត្យទី1គេមិនចរចាជាមួយមនុស្សដែលគេសម្លាប់បានគេនឹងសម្លាប់ហើយទី2គេមិនចរចាជាមួយមនុស្សមែនទេដែលខ្សោយជាងខ្លួនខ្សោយជាងខ្លួនហើយគេកំទេចបានគេបន្តវាយមិនមែនខ្សោយជាងខ្លួនសម្លាប់មិនបានទេណាទី3គេមិនចរចាជាមួយមនុស្សចុកចូលចុកចាញ់សារភាពចុកចូលចាញ់គេលែងចរចាអានឹងគ្នាគេហើយអានឹងទៅចាំចេះមែនទេបងប្អូនហេតុអីបានជាកម្មសខាជាប់គុកសំរងស៊ីនៅក្រៅប្រទេសបងប្អូនមានដឹងទេដោយសារតែប្រជាជននៅក្នុងប្រទេសកម្ពុជា2លានអ្នកដែលគ្រប់គ្រងគណៈបកប្រឆាំងអត់ក្រោកឈរបើប្រជាជនកម្ពុជាដែលគ្រប់គ្រងគណៈបកសង្គ្រោះជាតិ2លានអ្នកណាក្រោកឈរ1លានអ្នកនឹងមានកិច្ចចរចាវប្បធម៌សន្តានាស្អែកមូលហេតុដែលកម្មសខាបន្តជាប់គុកសំរងស៊ីនៅក្រៅប្រទេសដើរវិលជុំវិញពិភពលោកចូលស្រុកខ្មែរមិនបានគឺដោយសារតែអត់មានចលនានិងភាពស្ងប់ស្ងាត់អញ្ចឹងភាពស្ងប់ស្ងាត់របស់ហ៊ុនសែនហ៊ុនម៉ាណែតមិនមែនបង្កើតកិច្ចព្រមព្រៀងទេសន្តិរដ្ឋនេះមិនមែនបង្កើតកិច្ចព្រមព្រៀងទេមែនទេកិច្ចព្រមព្រៀងនេះវាគង់តែកើតទេប្រទេសណាក៏ដោយគឺវាគង់តែកើតទេឲ្យតែមានចំនួនវាគង់តែកើតបើថាចំនួននឹងកាន់តែខ្លាំងអាកិច្ចព្រមព្រៀងកើតកាន់តែលឿនអាចំនួននឹងកាន់តែខ្សោយអាលបែងនៃកិច្ចព្រមព្រៀងនឹងអាភាគីខ្លាំងវាប្រើប្រាស់មធ្យោបាយចន្លោះពេលដើម្បីគៀបស៊ីមុននឹងឈានចូលដល់កិច្ចព្រមព្រៀងតែអាកិច្ចព្រមព្រៀងនឹងវាជាច្បាប់ធម្មជាតិឲ្យតែមានសង្គ្រាមមានកិច្ចព្រមព្រៀងហើយគាត់ទៅថាតើវាគោរពឬមិនគោរពតែប៉ុណ្ណោះដូចជារុស្ស៊ីហើយនិងអ៊ុយក្រែនកិច្ចព្រមព្រៀងវាយ100ហើយគាត់វាអត់គោរពឲ្យតែមានសង្គ្រាមមានកិច្ចព្រមព្រៀងគាត់ណា
ឲ្យតែមានបាញ់គ្នាមានបត់ជុកបាញ់ជាច្បាប់ធម្មជាតិមិនមែនជាកិច្ចខិតខំប្រឹងប្រែងរបស់ហ៊ុនសែនទេមែនទេហើយមិនមែនជារឿងកើតពីភាពស្ងប់ស្ងាត់ទេជារឿង logic ណាជារឿង logic បើហ៊ុនសែនតែយើងអាចសួរថាតើហ៊ុនសែនគាត់ប្រកែកដែរទេអាចដែរបើយើងនិយាយដល់យុត្តិធម៌ទៅគឺយើងមានកម្លាំងទ័ពណានេះយើងមានកងទ័ពមុះមុតស្ម័គ្រស្លាប់អស់អាចក្លាហាននេះយើងមានសពាវុធគ្រាន់បើដែរដែលថៃទោះបីជាយ៉ាងណាក៏ទៅញញើតមិនអាចនេះយកជីវិតមកលេងសើចទោះថាខ្លាំងជាងខ្មែរក៏ដោយសង្គ្រាមគឺស្លាប់ទាំងសងខាងថៃក៏ត្រូវតែស្រឡាញ់ដែរហើយនេះមានន័យថាតើតែហ៊ុនសែនគាត់ខ្លាំងដែរគាត់ថាគាត់អត់វាយនាំឲ្យស្លាប់បើហ៊ុនសែនគាត់អន់បំផុតណាថៃវាអត់និយាយជាមួយហ៊ុនសែនទេសួរថាលោកគ្រូនិយាយចឹងសរសើរហ៊ុនសែននិយាយការពិតគឺចឹងដែរខ្ញុំគ្រាន់តែចង់បញ្ជាក់ថាខ្ញុំគ្រាន់តែចង់បកទៅវិញថាមិនមែនដោយសារភាពស្ងប់ស្ងាត់ទេដោយសារតែយើងមានកម្លាំងដែរអាភាពស្ងប់ស្ងាត់ហ្នឹងគឺយើងមិនហ៊ានវាយដោយសារកម្លាំងយើងមិនដល់គេប៉ុន្តែយើងមានកម្លាំងដែរគេវាយគេងាប់យើងក៏ងាប់ស្ថានភាពគ្រប់គ្រងអត់បានទេមែនទេហើយថៃទំហំសេដ្ឋកិច្ចធំប្រជាជនថៃនៅតាមព្រំដែនដែលត្រូវជន្លៀសគឺច្រើនជាងខ្មែរប្រជាជនប្រមាណលានអ្នកនៅតាមព្រំដែនពេជ្រថៃជិត100លានអ្នកអញ្ចឹងបើនិយាយពីផលខាតសេដ្ឋកិច្ចភូមិស្រុកប្រជាជនថៃច្រើនជាងខ្មែរមែនទេអញ្ចឹងរឿងមិនមែនជាលទ្ធផលដែលគេថាអូឃើញទេផ្លែផ្កាផលនៃភាពមិនមែនទេបងប្អូនផ្លែផ្កាផលប្រទេសកម្ពុជាដែលហ៊ុនសែនចាត់កម្មសិក្ខាដាក់គុកនេះសំរងស៊ីចូលស្រុកមិនគណៈបករលាយរងឈុនបាត់បង់សិទ្ធិអីហ្នឹងដោយសារមនុស្ស2លាននាក់នេះវាអត់ក្រោកឈរឥឡូវសារនៅក្នុងប្រទេសកម្ពុជាស្អែកមនុស្ស2លាននាក់ក្រោកឈរជ្រោងកម្លាំងទប់អត់ជាប់ទេនៅនេះហ៊ុនសែនកើបកម្លាំងអស់លីងទប់អត់ជាប់ទេទៅហើយចរចាសន្តិភាពចរចាភ្លាមបងប្អូនត្រូវចាំសម្ដីសុនត្រាមែនទេគេចរចាតែជាមួយអ្នកខ្លាំងទេបើយើងអត់ខ្លាំងគេមើលទៅយើងក៏ភ្លេចក៏ភ្លុកគេអង្គុយមើលយើងគេទះដៃទៅទៀតគេមិនត្រឹមតែទះដៃគេអត់ចលក់មាត់រគេអត់ចាប់អារម្មណ៍យើងធ្វើអីធ្វើទៅឲ្យយើងហូឲ្យយើងទះដៃទៅគេមិនទៅឈឺក្បាលគេមិនទៅចាប់អារម្មណ៍គេមិនទៅចលក់មាត់រគេមិនទៅលវីលវល់នាំឲ្យយើងនឹងវាមានប្រជាប្រិយភាពមានពេលខ្លះណែរបស់ណាបងប្អូនណាដូចថាពុទ្ធហកម្មរងាប់ដោយការមិនចងពៀមានរបស់ខ្លះវាមានឥទ្ធិពលដោយសារតែយើងទៅតតាំងនេះតាដោយសារយើងទៅតតាំងនេះតាអានឹងពិតរឿងពិតមែនទេរឿងពិតអញ្ចឹងបានតែខ្ញុំមើលទៅខ្ញុំមើលឃើញថាអ្វីដែលហ៊ុនសែនឲ្យយើងឃើញនេះគឺសិតតែជាការបញ្ឆោតទេលទ្ធផលពិតដែលសូនតារាថាអញ្ចឹងណាហើយនេះមិនគាត់ផ្សាយផ្ទាល់ព្រោះគាត់ចង់បង្ហាញអំពីស្នាដៃមិនមែនស្នាដៃទេបងប្អូនមិនស្នាដៃទេមិនចេញពីភាពស្ងប់ស្ងាត់ទេបើហ៊ុនសែនស្ងាត់ហើយយើងខ្សោយថៃជន់កងាប់ហើយយើងទៅទទួលស្គាល់ហើយយើងខ្លាំងដែរកូនបើយើងខ្លាំងដែរសួរតើលោកគ្រូមិនត្រូវនិយាយអញ្ចឹងត្រូវតែថាអញ្ចឹងយើងខ្លាំងដែរកងទ័ពយើងក្លាហានសពាវុធយើងបើនិយាយមកសពាវុធនៅទំនើបយើងនិយាយពីទំនើបណានឹងលុយយើងមិនចេះថៃទេត្រូវហ៊ាននិយាយការពិតណាកុំទៅខឹងគេនិយាយការពិតហ៊ុនសែនក៏ទទួលស្គាល់ដែរបើគាត់ខ្លាំងចឹងក៏ដាក់ទុកអត់ហើយទទួលស្គាល់ការពិតប៉ុន្តែណាទឹកចិត្តនឹងការធ្វើសង្គ្រាមខ្មែរខ្លាំងជាងណាថៃលេងគឺយ៉ាងណាក៏ដោយមិនថៃបាញ់ងាប់ទេត្រូវហើយអានឹងហើយបានជាកិច្ចព្រមព្រៀងនេះណាបងប្អូនណាយើងត្រូវមើលឲ្យជ្រៅកុំយកអានឹងមកបន្លំភ្នែកមកឲ្យមនុស្សប៉ុន្តែយើងអត់មើលយើងត្រូវទៅតាមមើលភូមិជោគជ័យភូមិព្រៃច័ន្ទប្រាសាទតាមាន់តូចប្រាសាទតាមាន់ធំណាភ្នំទ្របនិងវាលន្ត្រីច្រកអានសេះទៅមើលអស់ហ្នឹងកុំយកអាកដាស់ហ្នឹងមកជប់លៀងមកដាក់តាំងលើតុកនាំគ្នារំសារវ៉ាន់ណាអត់ទេទុកអាហ្នឹងមកឡែកកិច្ចព្រមព្រៀងត្រូវតែគោរពប៉ុន្តែទៅមើលអានោះអានេះទឹកដីយើងសំខាន់ជាងបើយើងមើលអាហ្នឹងចប់ហើយស្រីអូនបើនេះគេយកអាហ្នឹងមកបំផន់ភ្នែកមកយើងសបាយទៅដល់ទៅពេលជាក់ស្ដែងនេះនោះសំអានអេជាអៀងនិយាយសំអានអេជាអៀងថាបាត់ដីមែនទេមកស្រីមសួយបាត់ដីចាំរូបមន្តសូនតារាទិញតគ្នាឲ្យប្រាប់គ្នាតគ្នាណាបងប្អូនណាសោតម្ដងទៀតហ៊ុនរីតាចិនបូកនឹងសែនស្មើនឹងគម្រាមបូកនឹងបោក
អ្វីដែលហ៊ុនសែនយើងឃើញគឺជារបស់ខ្លែងខ្លាយប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សោតតារាស្រាតខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់គំនិតបាទយើងចូលទៅរបៀបរយៈចុងក្រោយសំណួរចម្លើយនិងបញ្ហាផ្សេងបងប្អូនជួនកាលឃើញថៃគេចុះកិច្ចព្រមព្រៀងសន្តិភាពលឿនមែនទេមិនមែនមានន័យថាថៃគេចង់បានសន្តិភាពទេគេដឹងថាសន្តិភាពកំណត់ដោយថៃព្រោះថៃខ្លាំងបងប្អូនណានៅក្នុងសង្គមអយុត្តិធម៌សន្តិភាពកំណត់ដោយអ្នកខ្លាំងដូចនៅអ៊ុយក្រែនសន្តិភាពមិនកំណត់ដោយអ៊ុយក្រែនទេកំណត់ដោយរុស្ស៊ីហ៊ុនសែនមិនមែនជាអ្នកកំណត់សន្តិភាពទេនៅតំបន់អាស៊ានគឺថៃនិងវៀតណាមជាអ្នកកំណត់សន្តិភាពនិយាយការពិតជួនកាលអកិច្ចព្រមព្រៀងសន្តិភាពខ្លះជាមធ្យោបាយរារាំង ICJ ទេរារាំងទៅ ICJ មានពេលខ្លះថៃពិចារណាថៃខ្លាច ICJ ខ្លាចច្បាប់អន្តរជាតិមិនអាចប្រកែកបានទេបងច្បាប់អន្តរជាតិបើអ្នកឯងឆ្លៀនពៀនស្មើនឹងដាក់ទ័ពទៅទឹកដីកម្ពុជាសម្ដេចនិយាយណារឿង ICJ ថៃខ្លាចដូច្នេះបើសិនជាមានកិច្ចព្រមព្រៀងដែលអាចជំនួសប្តឹងទៅតុលាការអន្តរជាតិបានណាប៉ាហេងថៃជាធ្វើអានឹងហើយបើហ៊ុនសែនគាត់យកអានឹងមកបំផុសបំផុលជាស្នាដៃមិនខ្លួនឯងជាអ្នកបង្កើតមែនទេទៅផ្សាយវីដេអូសំឡេងបែកធ្លាយរឿងអសិលធម៌ទៅនិយាយឌឺដងផ្លែផ្កាស្អីទ្រាំមិនបានអីអាហ្នឹងសិតតែឲ្យអ្នកនាំពាក្យនិយាយថាថៃគ្មានសម័យណាខ្លាចខ្មែរដូចសម័យហ៊ុនសែនអាហ្នឹងគឺសិតរឿងខ្លួនឯងបង្កទាំងអស់ខ្លួនឯងបង្ករឿងដែលនាំឲ្យមានសង្គ្រាមដែលនាំឲ្យមានអរិយភាពរវាងប្រទេសទាំងពីរមកអបអរសាទរក្តាស់មួយស្លឹកអាហ្នឹងយើងគ្រាន់ថាវាជាជំហានមួយមែនទេប៉ុន្តែបើថានិយាយជាស្នាដៃជោគជ័យទៅមើលសារអាសាឧស្សាហ៍អានសារសំអានព្រោះសំអានគាត់ប្រកែស្រាវជ្រាវណាដល់បើយើងថាជោគជ័យយើងត្រូវសួរថាតើយើងបានកដាស់ហ្នឹងដូចសនរានិយាយមិនអញ្ចឹងភូមិព្រៃច័ន្ទភូមិជោគជ័យប្រាសាទតាបនតូចតាមនធំតាកបីច្រកអានសេះវាលឥន្ទ្រីភ្នំទ្របនៅឯណាបើថាយើងបានកដាស់យើងបាត់អាហ្នឹងទេក្នុងប្រវត្តិសាស្ត្រខ្មែរបាត់បង់ទឹកដីសាសជាថ្មីព្រៃចំណិត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាផ្កាកំពង់ធំស្រាតខោជិនផ្ដាច់ការផ្លាស់ប្ដូរផ្នត់កំណត់មែនលោកចៅខ្លាចច្បាប់ណាស់បាទប្រុសវិតណារីផារិតបាទរីផារិតក៏តបទៅអ្នកដទៃលីសាឈឹមបាទអត់មានអីទេសិតតែរូបផ្កាមេឃដៃនិងប្រិយមិត្តអូច្រើនណាស់បាទអានមិនអស់ទេខមមិនអានបន្តិចចុះសម្បត្តិបាត់ដំបងត្រឹមត្រូវ 100% Hill U 1000 ភាគពាន់កាត់ដីដូរសន្តិភាពអ្នកណាចង់ភ្នាល់បាទ Hill U គាត់ច្បាស់ណាស់បើតែយើងនិយាយបែបវិទ្យាសាស្ត្រយើងថាចាំមើលសិនគង់រណូបាទថៃចរចាយកដីខ្មែរចរចាការពារអំណាចទស្សនៈអីក៏ចេញមកដែរបាទវណ្ណៈឡាវសួស្ដីបាទនិងប្រិយមិត្តអូច្រើនណាស់បងប្អូនណាសគុណធីរីហ៊ុនសែន trying to take credit for being for Thai being afraid of ICJ ណាសគុណធីរីឆ្លាតណាសារនេះមួយម៉ាត់ហ្នឹងត្រូវហ្នឹងមិនបាច់អានតទៀតទេគាត់ថាថៃចាប់ផ្ដើមចង់ហ៊ុនសែនចង់យកមុខមាត់ណាចង់ចូលមុខមាត់អំពីរឿងដែលខ្លួនឯងបង្កើតនៅពេលដែលថៃខ្លាច ICJ ថៃខ្លាច ICJ បាទនេះអញ្ចឹងអាកិច្ចព្រមព្រៀងសន្តិភាពនេះគឺមិនមែនជាស្នាដៃទេបងប្អូនណាជាបើយើងប្រៀបធៀបតែចេះណាយើងមុតយើងដើរជន់បន្លាគេហៅថាសបុកបលាយើងដើរជន់បន្លានេះមកគុំយើងដើរជន់បលាមកគុំហ្នឹងវាមានន័យថាខ្ញុំមាន20បលាចូលជើងយើងឈឺ20បលាចង់សម្ដៅទៅលើថាហ៊ុនសែននាំកម្ពុជាដើរជន់បន្លា20បន្លាឯចំណែកអានេះគាត់បង្កបញ្ហាគឺសង្គ្រាមព្រំដែនឯចំណែកអាកិច្ចព្រមព្រៀងណាគ្រាន់តែជាការដកបន្លាបាន5ទេប៉ុន្តែអា5ជាន់20បន្លានៅអា15បន្លាទៀតយើងដកអត់ទាន់បានដល់ឡើយទេអញ្ចឹងបើយើងដកបានបន្លា5យើងជប់លៀងទៅអូយើងដកបន្លាចេញបាន5ហើយប៉ុន្តែយើងសួរថាតែណាដែលដើរនាំយកជើងទៅដាក់ជាន់លើបន្លាហើយចុះអាបន្លា5ដកទៀតដកយ៉ាងម៉េចណាដកយ៉ាងម៉េចអានឹងឲ្យបានជាឧទាហរណ៍ដើម្បីឲ្យបងប្អូនយើងងាយយល់ឃៀនថា
សេឡារិតពេជ្រលោកគ្រូបើសិនបាត់ដីមែននោះមានន័យថាបាត់រហូតដូចនគរចម្ប៉ានគរចាមដូចកម្ពុជាក្រោមបាត់គឺបាត់រហូតដែរពលានយន្តហោះគឺជាសំណង់វាអាចបាត់បង់ដោយសង្គ្រាមគេផ្លោងត្រូវដូចអ៊ុយក្រែននេះណាបាត់បង់ដោយរំជួយផែនដីក៏អាចបាត់បង់ដែរប៉ុន្តែដីយើងនៅតែដីយើងអាចសាងសង់ពេលណាក៏បានណាកាច់អានមានលុយពលានយន្តហោះយើងចង់សង់កម្ពស់2លានជាន់កប់ពពកយើងចង់សង់យើងចង់ធ្វើក៏បានដែរប៉ុន្តែទឹកដីដែលបាត់បង់ហើយគឺបាត់ហើយអញ្ចឹងបានខ្ញុំឲ្យបងប្អូនយើងស្រឡាញ់ទឹកដីជាងស្រឡាញ់សំណង់ដែលយើងអាចសាងសង់បានទៅដូចជាពលានយន្តហោះយើងមោទនភាពទៅចុះប៉ុន្តែអានឹងជាសំណង់ដែលមនុស្សអាចសាងសង់បានទេវាអត់បាត់ទៅណាមានលុយចង់ធ្វើអីលើសនឹងក៏បានដែរស៊ីថាឆាងអញ្ចឹងប្រិយមិត្តដោយសារតែពេលវេលាមានកំណត់ខ្ញុំសូមបញ្ចប់ការផ្សាយផ្ទាល់តែត្រឹមនេះចុះអរគុណប្រិយមិត្តដែលបានតាមដានទស្សនាការផ្សាយផ្ទាល់នេះតាំងពីដើមដល់ចប់ share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាទៅដល់ទីណាការផ្លាស់ប្ដូរផ្នត់គំនិតទៅដល់ទីនោះស្ដាប់សូនតារាកើនបញ្ញាពិតទូរទស្សន៍សូនតារាស្រាត់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់គំនិតយើងជួបគ្នាសាជាថ្មីម្ដងទៀតនៅថ្ងៃក្រោយតាមពេលវេលានៅម៉ោងដដែលសូមអរគុណសូមជម្រាបលាផលផាន់ជួបសូមជម្រាបលារាត្រីសួស្ដី